មនុស្សច្រើនតែអួតថាខ្លួនឯងជាសត្វមួយប្រសើរជាងសត្វដទៃឥឡូវយើងគិតពីរឿងគុណប្រយោជន៍របស់មនុស្សបងអូនពិចារណាមើលចុះឥឡូវយើងរាប់ពីរាងកាយទៅមុនកុំថាងាប់មួយថ្ងៃពីថ្ងៃងាប់ភ្លាមមនុស្សកំពុងតែអោបគ្នាហ្នឹងគ្រាន់តែងាប់ភ្លាមតម្លាក់ចោលភ្លាមហ្មងទៅជាខ្មោចឡើងមានអាណាហ៊ានប៉ះសាច់ស៊ីមិនបានទេទុកតែ6 7ម៉ោងឬក៏មួយថ្ងៃចាប់ដើមហើមព្រួកបើដើមឈើណាបាក់បែកទៅណាគេកាប់យកមកធ្វើកៅអីយកមកធ្វើអុកដុតយកមកធ្វើនេះធ្វើនោះបានប្រើជាប្រយោជន៍ចំណែករាងកាយរបស់មនុស្សនេះតែទេសងសង់យកទៅដាក់កន្លែងណាចង្រៃកន្លែងហ្នឹងយកទៅកប់កន្លែងណាគ្មានណាគេហ៊ានទៅធ្វើផ្ទះនៅទេគេខ្លាចឃើញទេរាងកាយវាអន់ចង្រៃដល់អញ្ចឹងណាបើថាដីមួយហ្នឹងប្រងលក់បានថ្លៃឲ្យតែដឹងថាកប់ខ្មោចដីនឹងចុះថោកឃើញទេរាងកាយរបស់មនុស្សនឹងមហាសែនអន់ហើយបើនិយាយពីរឿងការពីវានៅរស់អូនឯងពិចារណាមើលចុះគេថាំងមនុស្សឆ្លាតជាងគេឆ្លាតរឿងអីឆ្លាតរឿងតណ្ហារបស់វាហ្នឹងវាអត់មានទៅបង្រើណាគេទេគោកបីជ្រូកមាន់ទាគោណាទៅមកទៀសបានកបីទៅមកទៀសបានសេះទៅមកទៀសបានជ្រូកមាន់ទាបានផ្ដល់សាច់ឲ្យគេស៊ីសិតតែមានប្រយោជន៍ទាំងអស់មនុស្សលោកអត់ទាំងងអត់មានទេទោះបីជាទៅធ្វើការឲ្យគេអីតិចតួចនឹងទៅយកប្រាក់ខែដើម្បីស៊ីវិញវានៅតែរឿងតណ្ហាគ្មានយកទៅបង្រើណាបានទេមនុស្សហ្នឹងមានតែខំកញីគេពិភពលោកនេះឲ្យតែមនុស្សទៅដល់កន្លែងណាចង្រៃកន្លែងហ្នឹងធម្មជាតិហ្នឹងគេកំពុងរស់នៅស្រួលធម្មជាតិហ្នឹងរាប់តាំងពីដើមឈើរាប់តាំងពីព្រៃព្រឹក្សាទឹកអីចឹងហើយរាប់តាំងពីជីវិតសត្វដែលនៅក្នុងហ្នឹងរស់នៅមិនងាយខ្ទេចធម្មជាតិទេសត្វនៅក្នុងហ្នឹងឲ្យតែមនុស្សទៅដល់ចង្រៃម្ដងលើកទុកលើកដាក់ពីកង់លិចទៅកង់កាត់ពីកង់កាត់ទៅកង់លិចកវត្តស្បោងកស៊ូជុកអាចដាក់នេះនោះខូចបរិស្ថានគេអស់លេងអញញ៉ៃហើយក្នុងពេលដែលវារស់ហ្នឹងអត់បង្រើប្រយោជន៍ពីណាទេគោកបីបង្រើប្រយោជន៍យើងដល់ពេលយើងអត់មានបង្រើប្រយោជន៍ពីណាទេគឺបង្រើតណ្ហាខ្លួនឯងហ្នឹងហ្មងគឺតែទាញយកមកស៊ីទាញយកមកកាយយកមកអីពេលដែលងាប់ទៅតែទេទៀតចង្រៃកន្លែងទៀតដូចបងនិយាយមិនចឹងងាប់កប់កន្លែងណាចង្រៃកន្លែងហ្នឹងអូនឯងគិតមកមើលពេលរស់ចង្រៃដល់អ្នកដទៃពេលងាប់ទៅចង្រៃទៀតអូនឯងរកប្រយោជន៍មើលរកអីមិនឃើញទេណាអន់ជាងសត្វដែលឆានទៀតណាត្រង់ចំណុចហ្នឹងដែលព្រះពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គថាពិចារណាដោយចិត្តស្ងប់ពិចារណាមួយមើលតើតម្លៃមនុស្សនៅត្រង់ណានៅត្រង់គុណធម៌ហ្នឹងតើបើគ្មានចិត្តមេត្តាអាណិតអាសូរដល់អ្នកដទៃចេះជួយអ្នកដទៃចេះស្រឡាញ់អ្នកដទៃទេមនុស្សគ្មានតម្លៃអីទាំងអស់គ្មានតម្លៃអីទាំងអស់ចង្រៃតាំងពីពេលនៅរស់ចង្រៃដល់សត្វដទៃទៀតវាអត់បំផ្លាញពីណាទេបំផ្លាញតែខ្លួនវាហ្នឹងហើយតែនឹងអាលាយទាំងប្រហែលដងតែសារតែមនុស្សលោកហ្នឹងឥឡូវអូនរំមើលតម្លៃរបស់មនុស្សវិញនៅត្រង់ណាកាលពីវារស់នៅវាអត់បង្រើអ្នកណាទេវាបំរើតែតណ្ហាខ្លួនវាងាប់ទៅចង្រៃគេចង្រៃឯងកាលនៅរស់ចង្រៃគេចង្រៃឯងអូនមើលសាច់ខ្លួនឯងមិនទៅរស់បានប៉ុណ្ណឹងអូនច្រាស់ជ្រាំសាច់គេអស់ប្រមាណហ៎ទៅក៏គោក៏កាយសាច់គេកាត់ចាក់មកហ្នឹងនៅកលឹងកលួងថាខ្លាសាហាវស៊ីទាំងខ្លាហ្នឹងទៀតកពើសាហាវស៊ីឯកពើហ្នឹងទៀតស៊ីសាច់ឯងហើយស្បែកឯងយកទៅធ្វើនេះធ្វើនោះទៀតមនុស្សសាហាវជាងសត្វអស់ហ្នឹងទៀតណាហើយដល់ពេលងាប់អត់ឲ្យគេស៊ីវិញទេយកទៅដុតយកទៅអីណាណោះឃើញទេចង្រៃណាអូនណាចង្រៃណាអូនពិចារណាយូរបានអូនដឹងថាតម្លៃមនុស្សនៅត្រង់ណាបានអូនរកឃើញគុណធម៌របស់មនុស្សបើអូនរស់នៅដើម្បីតែខ្លួនឯងហើយធ្វើបាបអ្នកដទៃតើតម្លៃមនុស្សនៅត្រង់ណាពេលរស់ក៏គ្មានតម្លៃចង្រៃដល់គេពេលដែលស្លាប់ទៅចង្រៃទៀតសួរថាអូនរកតម្លៃនៅណាឃើញពិចារណាយូរការបណ្ដុះគុណធម៌ណាការអាណិតអាសូរស្រឡាញ់ដល់អ្នកដទៃហ្នឹងការចេះជួយអ្នកដទៃហ្នឹងនឹងហើយគឺជាតម្លៃពិតប្រាកដរបស់មនុស្សនៅតែត្រង់ហ្នឹងបើរកមិនឃើញត្រង់ហ្នឹងទេមនុស្សចង្រៃណាអូនពិចារណាមើលត្រង់ចំណុចហ្នឹងដែលយើងសួរខ្លួនយើងថាតើយើងប្រើជីវិតដើម្បីអ្វីយើងមានជីវិតមកហើយយើងប្រើជីវិតដើម្បីអ្វីមនុស្សច្រើនណាស់គាត់ចេះតែខ្លាចងាប់ហើយគាត់ទុកជីវិតបងប្អូនត្រូវគិតអញ្ចេះខ្ញុំធ្លាប់និយាយហើយថាឧបមាថាបើងាប់យើងថាឈឺណាស់ងាប់ហ្នឹងប៉ុន្តែក្នុងមួយជីវិតរបស់យើងងាប់តែម្ដងដូចគ្នា8 9 ដណ្ដប់ងាប់ក៏ឈឺណាស់តែម្ដងទៅដល់70ងាប់ក៏ឈឺណាស់តែម្ដងខ្ញុំមកអាណិតមែនតើប្រជាប្រដ្ឋអាណិតត្រង់ថាគាត់ខំប្រឹងរត់ពីមជ្ឈរាជនឹងរត់មែនតើណារត់តាំងពីក្មេងខំប្រឹងមើលថែទាំខ្លួនផងខំប្រឹងហាត់ប្រាណផងខំប្រឹងហូបចំណីណាកុំឲ្យប៉ះជាតិគីមីផងដើម្បីទុកជីវិតរត់រត់ហើយអាមជ្ឈរាជនឹងតបាក់ខឹបតាមក្រោយរហូតរត់អ្នកខ្លះរត់បានដល់70 80ក្រើបដដែលមជ្ឈរាជមកទាន់ខំក្រើបដដែលអត់រត់សោះតែហ្មងរត់ទៅដល់7ក៏ងាប់រត់ទៅដល់60ក៏ងាប់អា5 6 10ក៏ងាប់អ្នកខ្លះគេនិយាយថាឃើញទេឃើញងាប់ទាំងក្មេងឃើញទេគាត់ចង់និយាយថាវាសយងាប់ទាំងក្មេងតែហ្មងអត់សំណាងអីសោះបើងាប់ដល់ចាស់សំណាងមិនស្រួលអាងាប់ក្មេងនោះស្រួលជាងផងងាប់តាំងប្រោកចាស់ទៅនៅអែនអនលើក្រែនឹងដើរទៅណាមិនរួចប្រែតែខ្លួនមិនរួចជួនកាល10ឆ្នាំឯណោះនៅលើក្រែនោះមុននឹងងាប់វេទនាចិត្តងាប់ហើយមិនគាត់ថាដល់ពេលចាស់ទៅស្រួលអត់មានរឿងស្រួលទេពិចារណាមែនតើមើលអញ្ចឹងសួរថាមុននឹងក្រោយងាប់ដូចតែគ្នាព
ពេលតែងាប់គឺឈឺម្ដងដូចតែគ្នាសួរថាតើប្រើជីវិតដើម្បីអ្វីយើងចង់រស់យូរពិតហើយថាយើងចង់រស់យូរប៉ុន្តែសួរថារស់យូរដើម្បីអ្វីបើរស់យូរដើម្បីសន្សំអំពើអាក្រក់ជាការបំផ្លាញប្រយោជន៍ក្នុងពេលបច្ចុប្បន្នផងបំផ្លាញប្រយោជន៍ទៅក្នុងបរៈលោកផងសួររស់ធ្វើអីមនុស្សរស់ដើម្បីរកប្រយោជន៍ក្នុងបច្ចុប្បន្នផងប្រយោជន៍គ្រប់ផងពីព្រោះយើងទៅមុខទៀតតាមការត្រាស់ដឹងរបស់ពុទ្ធហើយយើងសិក្សាទៅវាទៅមុខទៀតយើងទៅមុខទៀតអញ្ចឹងយើងត្រូវប្រើជីវិតឲ្យបានជាប្រយោជន៍ក្នុងបច្ចុប្បន្នផងទៅក្នុងបរៈលោកផងអានឹងជីវិតត្រូវប្រើក្នុងន័យហ្នឹងអញ្ចឹងបើជីវិតវាសឹករិចរិលវាគ្រោះថ្នាក់ឬក៏វាស្លាប់ក្នុងដំណើររកប្រយោជន៍ក្នុងបច្ចុប្បន្នរកប្រយោជន៍ក្នុងពេលអនាគតគឺប្រយោជន៍ក្នុងពេលទៅខាងមុខឲ្យវាងាប់ទៅឲ្យវាសឹករិចរិលទៅពួកជីវិតគេប្រើមកដើម្បីរកប្រយោជន៍ក្នុងពេលបច្ចុប្បន្ននិងប្រយោជន៍ក្នុងពេលទៅមុខហើយបើវាធ្វើដំណើរក្នុងផ្លូវហ្នឹងទៅវាសឹករិចរិលឲ្យវារិចរិលទៅឧបមាថាយើងទិញឡានមួយយកមកចងព្យួរគេសួរថាហេតុថាបានយកឡានមកចងព្យួរអញខ្លាចសឹកហើយសួរយកមកធ្វើអីមនុស្សឈួតសុទ្ធនេះទិញឡានយកមកព្យួរដូចគ្នាមួយជីវិតហើយមិនហ៊ានធ្វើសេចក្តីល្អហើយថាបានហ៊ានធ្វើសេចក្តីល្អអញខ្លាចងាប់យើងខ្លាចសឹករិចរិលជីវិតយើងក្នុងដំណើរធ្វើល្អយើងពិចារណាមើលជីវិតប្រើក្នុងដំណើរធ្វើប្រយោជន៍ក្នុងបច្ចុប្បន្ននិងប្រយោជន៍ទៅក្នុងបរៈលោកពីព្រោះមនុស្សរកប្រយោជន៍ក៏ប៉ុន្តែមនុស្សវាច្រឡំប្រយោជន៍ជួនកាលត្រូវប្រយោជន៍បច្ចុប្បន្នខុសប្រយោជន៍បរៈលោកហេតុអ្វីបានជាវាខុសពីព្រោះវាអវិជ្ជាវាថាងាប់ទៅសូន្យហើយវាយល់អញ្ចឹងដល់ពេលអញ្ចឹងវាគិតតែពីមកសុបាយក្នុងពេលបច្ចុប្បន្នហើយពុទ្ធលោកប្រាប់ថាដែលហៅថាសុខនោះគឺស្ងប់សូម្បីតែគ្មានទ្រព្យសម្បត្តិសូម្បីតែកើតមករូបអាក្រក់ក៏នៅតែស្ងប់គឺសេចក្តីសុខហើយដល់ពេលយើងអត់អញ្ចឹងផងយើងថាទាល់តែមានឡានមានម៉ូតូមានអីជិះឲ្យសបោសបាយបានសេចក្តីសុខពុទ្ធលោកថាស្ងប់ហើយសួរថាអ្នកស្ងប់ក្នុងដំណើរត្រូវត្រូវធ្វើម៉េចមិនស្ងប់ឲ្យរត់គេចអត់មានរកស៊ីអីអញ្ចឹងទេស្ងប់ហ្នឹងមានន័យថាទោះបីជាយើងប្រឹងទៅរកស៊ីមានឡានមានអីជិះក៏ស្ងប់ដែរវាអត់មានជាពាក់វៈវិននឹងឡានហ្នឹងណាយើងជិះយើងអីរកស៊ីធម្មតាអាហ្នឹងមកក្នុងដំណើរត្រូវតែខ្ញុំនិយាយថាតើរៀនមិនស្រួលវាទៅជាស្លូតស្លាប់ណាប្រពុតលោកថាស្ងប់អញ្ចឹងបាច់រកស៊ីអីទេនៅស្ងៀមបណ្ដោយទៅក្នុងពេលបច្ចុប្បន្នយើងមិនទាន់អស់កលេសទេម្នាក់នៅកលេសពេញកលៀនដូច្នេះយើងត្រូវរស់នៅឲ្យបានសេចក្តីសុខក្នុងពេលបច្ចុប្បន្នឲ្យត្រូវផងហើយតម្រង់ផ្លូវក្នុងប្រាក់លោកឲ្យត្រូវផងឧទាហរណ៍ពុទ្ធលោកប្រាប់ថាជីវិតគឺជាទុកប៉ុន្តែវាអត់សំខាន់ណាតថាគាត់ថាណាទៅវិញបាត់កតុកអង្គុយពិចារណាខ្លួនឯងថាជីវិតជាទុកមែនអត់អង្គុយអត់លុយអញទទួលស្គាល់ថាជាទុកកើតមកសុខភាពមិនល្អងាកឈឺអញទទួលស្គាល់ថាទុកកើតមកវាកបត់ដៃកបត់ជើងរូបមិនស្អាតលហេមលហាមអញចាត់ទុកថាទុកប៉ុន្តែបើមានស៊ីរូបសង្ហាដើរទៅណាលយឆាយអញថាមិនមែនទុកទេហេតុតែសួរប្រពន្ធម្ដងទៀតបើជីវិតខ្ញុំលយឆាយជីវិតខ្ញុំមានហឺហាសុខភាពខ្ញុំមាំមួនហើយមានលុយមានអីចាយតើទុកអត់ប្រពន្ធទុកថាទុកទៀតប៉ុន្តែវាអត់សំខាន់ថាគាត់ថាទុកទេណាអ្នកតែបាត់កតុបពិចារណាមិនថាទៀតបើតើណាជាអ្នកពិចារណាមិនឃើញប្រពន្ធលោកឲ្យតម្រុយខ្លះប្រពន្ធលោកថាតើតអ្នកឃើញជីវិតថាអាមានស៊ីហ្នឹងអ្នកថាធុញស៊ីហ្មងໄວអញធុញស៊ីនឹងស៊ីបានការអីកើតមកស៊ីនោះស៊ីហើយចុះបើស៊ីហើយស៊ីទៅចោះមិនក៏ចាំបាច់មានរសជាតិអីក៏ច្រើនមុខម្ល៉េះណោះបើស៊ីអារបស់ណាស្រួលរហូតដូចស៊ីដីហ្មងហ្នឹងមិនស្រួលហ្មងណាមិនក៏ចាំបាច់ស៊ីនេះស៊ីនោះលាងទឹកសម្អាតឲ្យធុញណាហើយថាស៊ីទៅចោះស៊ីតែម្ដងឲ្យឆ្អែតទៅមានអារែងជុះទៀតហើយពិបាកបញ្ចូលចង់ងាប់ហើយបើចូលបញ្ចេញថាស៊ីជុះថាវាមិនខ្ជិលប៉ុណ្ណឹងហើយកុំឲ្យតែវាឈឺទៀតត្រូវជួសជិលវាទៀតយ៉ាប់មែនតើហ្មងត្រូវដេកត្រូវពួនត្រូវដុសសម្អាតអូជីវិតអញ្ញាញ៉ៃមែនតើធុញណាថាឥឡូវប៉ុណ្ណឹងចោះបន្តិចប្រត់ព្រះអានេះបន្តិចបែកបាក់នោះដល់ពេលគិតជីវិតជាទុកមែនហីទាំងមានទាំងក្រទុកមែនចូលដល់កន្លែងហ្នឹងត្រង់ចំណុចនេះពួកឲ្យកំណត់ក្មួយថាក្មួយយកទៅពិចារណាក្មួយទៅពិចារណាឲ្យឃើញថាអាយុវែងនិងអាយុខ្លីហ្នឹងដូចតែគ្នាក្មួយទៅពិចារណាឃើញដូចតែគ្នាអត់មានខុសគ្នាអីបន្តិចពិចារណាយូរក្មួយឃើញថាអាយុខ្លីស្រួលជាងអាយុវែងទៅទៀតវាឆាប់ចប់ដល់ក្មួយមានកំណត់អញ្ចឹងបានក្មួយចាប់ផ្ដើមធ្វើការបានហើយមនុស្សដែលខ្លាំងក្មួយឈ្នះទាំងវងហ្នឹងហ្មងដូចហ្គាលីលេគាត់ថាផែនដីមានរាងមូលគេទាំងវងទាំងល្បីល្បាញគេថាផែនដីមានរាងកប៉ែនហ្គាលីលេគាត់កាន់ជាប់យូរមូលមែនព្រោះសច្ចៈក្មួយពាក្យសច្ចៈអ្នកខ្លាំងគឺប្រកបជាមួយនឹងការយល់ត្រូវនឹងត្មងអាយុវែងអាយុខ្លីក្មួយពិចារណាឲ្យឃើញថាអូដូចតែគ្នានេះគឺជាការបកស្រាយសង្ខេបដែលយុវជនគួរយល់ដឹងស្ដីអំពីយុវជននិងសេចក្តីស្រឡាញ់ដើម្បីតាក់ប្តីឲ្យនៅផ្ទះណាស្រីល្អស្រីគ្រប់លក្ខពិតប្រកបមិនមែនជិះម៉ូតូតាមប្តីទេមិនមែនដាក់ម៉ូតូដុបទៅតាមមើលប្តីទេថោកស្រីអញ្ចឹងថោកអត់លើកតម្លៃខ្លួនឯងដើម្បីតាក់ប្តីឲ្យនៅផ្ទះធ្វើម៉េចរៀបចំទុកដាក់អីវ៉ៃអវ៉ាន់នៅផ្ទះធ្វើមិនដឹងហើយធ្វើមិនដឹងរៀបចំអីវ៉ៃអវ៉ាន់ទុកដាក់គ្រួសារឲ្យល្អមកវិញចេះរៀបចំបាយទុក
អ្វីដែលមានភារកិច្ចជាប្រពន្ធក្នុងការធ្វើគឺធ្វើទាំងអស់ថែរក្សាកូនចៅចេះទុកដាក់ទ្រព្យសម្បត្តិមានទាំងថែមទាំងចេះរកស៊ីផងធ្វើម៉េចថាឲ្យអ្នកឯងស្វែងរកទៅវិតអង្គអស់មកជំរុកដើររមល្អជាងអញណាទៅណាមិនរួចដល់ពេលចង់ឈ្នះប្រពន្ធតិចនាងឯងធ្វើល្អអញមិនមកងាប់ពីណាយើងធ្វើម៉េចប្រពុតប្រាប់ដល់គ្រូនៃយើងព្រះអង្គថាធ្វើឲ្យអស់ចិត្តកុំតាក់ទើសជាមួយនឹងធម្មជាតិនៃមនុស្សល្ងងគឺមិនជួយខ្លួនឯងអញ្ចឹងប៉ិនយើងអស់គេហៅអស់ចិត្តទៅបងប្អូនស្គាល់ពីអស់ចិត្តហើយលែងប្រពន្ធឯងហើយស្អីលែងគាត់ឆ្លោះគ្នាមិនមែនម្ដងទេបងអស់ចិត្តរួបរวมគ្នាវិញទៅបងគេប្រាប់ឲ្យរួបរวมហ្នឹងខ្ញុំរួបរวมតាមគេហ្នឹងមិនមែនតិចដងទេ100ដងនេះឥឡូវមកជួបបងឯងហ្នឹងទី101នេះបើតាណាជាខ្ញុំធ្វើតាមបងឯងទី101មុខតែមានអាណាមកទី102ទៀតអស់ចិត្តហើយយើងកាយឆ្អែតឆ្អន់ហើយបើយើងដឹងថាធម្មជាតិនៃមនុស្សល្ងងគឺអញ្ចឹងទៅហើយអ្នកទៅជាប់ចិត្តជាប់ទាត់តែឈួតហើយគ្មានបានទៅធ្វើអីកើតទៀតយកលំអានរបស់ព្រះពុទ្ធមកធ្វើពូសុំរំលឹកបន្តិចពីរឿងក្មួយស្រីមិញក្មួយនិយាយហ្នឹងល្អល្មមអាចទទួលយកបានហើយប៉ុន្តែបើស្នាជាយើងពិចារណាឲ្យជ្រៅបន្តិចក្មួយពាល់មិនទាន់ត្រូវក្មួយអាចត្រួតពិនិត្យមើលសកម្មភាពការងារជាជាងក្មួយធួដើម្បីឲ្យខ្ញុំនិយាយពីព្រោះអ្វីដែលខ្ញុំនិយាយវាងាយស្រួលណាស់ក៏ប៉ុន្តែសកម្មភាពដែលខ្ញុំធ្វើនោះវាលំបាកបញ្ជាក់អំពីដួងចិត្តរបស់ខ្ញុំថាតើវាត្រឹមវាត្រង់វាសុចរិតដូចដែលខ្ញុំនិយាយដែរឬទេឧទាហរណ៍ថាបើស្នាជាយើងព្យាយាមចង់ដឹងថាបរិសុទ្ធមួយនឹងស្រឡាញ់យើងដែរឬទេហើយយើងព្យាយាមឲ្យពាក្យនឹងចេញមកពីបុគ្គលនឹងហើយត្រឹមតែពាក្យរបស់បុគ្គលនឹងយើងអាចយកជាការបានកំណត់ថាបុគ្គលនឹងស្រឡាញ់យើងឬអត់ខ្ញុំថាមធ្យោបាយបែបហ្នឹងក្មួយនឹងប្រទះការបោកប្រាស់ច្រើនជាងអ្វីទាំងអស់ឧបមាថាយើងស្រឡាញ់បុគ្គលមួយយើងសួរថាបងស្រឡាញ់អូនអត់ហើយក្មួយព្យាយាមឲ្យតែបានពាក្យរបស់បុគ្គលនឹងថាបងពិតជាស្រឡាញ់អូនហើយឲ្យតែផ្អែកទៅលើពាក្យមួយម៉ាត់ហ្នឹងហើយយើងសម្រេចចិត្តយកតែហ្មងខ្ញុំថាអានឹងប្រហែលជា100ដងត្រូវបោកប្រាស់រួចតែម្ដងទេគេមិនបោកនោះដោយមនុស្សស្រីមួយស្រឡាញ់មនុស្សប្រុសបងក្រោយពីបងបានខ្លួនបានប្រើខ្ញុំបងនៅយកខ្ញុំទៀតអត់កូនល្ងងអីល្ងងម្ល៉េះមិនក៏មិនសង្កេតអត្តចរិតអំណាចនឹងមកពីដើមរៀងមកមិនចាំបាច់សួរទេទៅធ្វើឲ្យគេអញ្ចឹងទៅហើយបើគ្រាន់តែគេថាអញ្ចឹងយើងជឿគេភ្លាមថាមុខយើងនឹងសមគេបោកឲ្យក្មួយសមណាស់ហ្មងខ្ញុំគិតថាដើម្បីចង់ដឹងថាបុគ្គលនឹងស្រឡាញ់យើងឬមិនស្រឡាញ់យើងគួរពិនិត្យសកម្មភាពរបស់បុគ្គលនឹងជាជាងសួរគេឲ្យគេឆ្លើយថាតើគេស្រឡាញ់យើងដែរឬទេបើយើងជាមនុស្សស្រីយើងស្រឡាញ់នឹកប្រុសមិនបាច់សួរទេមិនបាច់សួរថាបងឯងស្រឡាញ់ខ្ញុំស្មោះhayមិនស្មោះទេមិនបាច់សួរទេអានឹកប្រុសវាចេះតែថារឿងស្មោះនឹងនោះអារឿងពាក្យអញ្ចឹងវាថាងាយបំផុតនោះជាពិសេសមនុស្សចូលចិត្តបោកផងបើមនុស្សប្រុសដែលមានគុណធម៌ខ្ពស់វាមិនងាយនិយាយទេណាតែវានិយាយថាម៉េចគឺអញ្ចឹងហើយគាត់នឹងងក់ក្បាលថាស្រឡាញ់គេមួយម៉ាត់ហ្នឹងកុំឲ្យគេខូចចិត្តដែរបើតែមិនមែនគឺមិននិយាយតែហ្មងប៉ុន្តែអាពាក្យថាស្រឡាញ់ហ្នឹងសម្រាប់មនុស្សដែលគេហៅថាសម្ដីអត់បានការសម្ដីរាយមាយនោះវាឆ្លើយលឿនបំផុតនិយាយ100នាក់ក៏បានព្រោះសម្ដីវាអត់ឆ្លើយវាឆ្លើយវាមិនខ្វល់ហ្មងមួយថ្ងៃឆ្លើយថាស្រឡាញ់មនុស្ស10នាក់ក៏បានដែរទៅជួបនាងនេះថាបងស្រឡាញ់អូនទៅជួបម្នាក់ទៀតថាបងស្រឡាញ់អូនទៅជួបស្រី10នាក់គេថាបងស្រឡាញ់តែអូនមួយតែអញ្ចឹងហើយបើយើងយកសម្ដីពួកអស់ហ្នឹងមកគិតថាឲ្យតែគេនិយាយតែម៉េចគឺយើងជឿតែហ្មងអាហ្នឹងខ្ញុំប្រាប់ថាបើមានខ្លួនហ្នឹង100ទៅទាំង100ហ្នឹងតែហ្មងអស់ហើយប៉ុន្តែចំពោះបុគ្គលដែលមានសម្ដីថ្លៃណាគេមិនងាយនិយាយពីព្រោះគេរក្សាតម្លៃខ្លួនរបស់គេតម្លៃមនុស្សនៅត្រង់ហ្នឹងគេមិនងាយនិយាយទេប៉ុន្តែខ្ញុំគិតថាបងប្អូនមិនគួរសម្គាល់ត្រឹមតែពាក្យរបស់គេនិយាយទេគួរសម្គាល់សកម្មភាពការងាររបស់គេទៅវិញប៉ុន្តែមានអ្នកខ្លះនៅតែមិនអស់ចិត្តគេចង់និយាយថាម៉េចទេគេចង់និយាយថាខ្ញុំចង់ឲ្យពាក្យហ្នឹងធ្លាក់ចេញពីមាត់បងឯងមកបានខ្ញុំមកអស់ចិត្តអាសកម្មភាពខ្ញុំឃើញហើយប៉ុន្តែខ្ញុំចង់ដឹងពាក្យចេញពីមាត់បងឯងមកខ្ញុំប្រាប់ថាបើមានខ្លួននឹង100ទៅទាំង100នឹងតែហ្មងអស់ហើយអាត្រង់ចំណុចហ្នឹងមួយត្រូវសង្កេតខ្លួនឯងពីព្រោះអីពីព្រោះព័ត៌មានពីខាងក្រៅសំខាន់ណាស់ដើម្បីយកមកឲ្យយើងពិចារណា 100% ព័ត៌មានពីខាងក្រៅហ្នឹងស្ដាប់យកមកពិចារណា 100% ដល់ពេលអគតិយើងមាននៅខាងក្នុងព័ត៌មានខាងក្រៅគេនិយាយទៅល្អសោះជួនកាលគេនិយាយទៅខុសសោះលំអៀងដោយស្អប់រំអៀងដោយស្រឡាញ់ហ្នឹងធ្វើឲ្យយើងកាត់ក្តីខុសក្មួយឧទាហរណ៍អំពីសេចក្តីស្រឡាញ់ក្មួយថាយើងកុំឲ្យស្រឡាញ់អស់ពេកប្តីប្រពន្ធអីចឹងណាទុក 20% ដើម្បីមើលគេមើលអីក្នុងចេតនាល្អរបស់ក្មួយចង់សង្គ្រោះមនុស្សដែលក្មួយនិយាយឲ្យស្ដាប់ហ្នឹងដើម្បីឲ្យគាត់បានយល់ត្រូវដើម្បីឲ្យគាត់ធ្វើបានជាប្រយោជន៍ក៏ប៉ុន្តែក្មួយពណ៌មិនទាន់ជ្រៅ
អំពីរឿងសេចក្តីស្រឡាញ់នឹងក្មួយការពិតណាដែលហៅថាសេចក្តីស្រឡាញ់ពិតប្រាកដណាក្មួយគឺចាក់ជាក់ទៅសេចក្តីស្រឡាញ់ពិតប្រាកដគឺការលះបង់ក្មួយបើក្មួយស្រឡាញ់ពីព្រោះក្មួយចង់បានស្អីពីគេមកវិញអានឹងក្មួយជឿចិត្តមិនមែនសេចក្តីស្នេហាពិតប្រាកដទេព្រោះដើម្បីអញក្មួយមកជាជឿចិត្តព្រោះក្មួយចង់បានដើម្បីខ្លួនឯងហ្នឹងស្រឡាញ់ប្តីពីព្រោះចង់ឲ្យប្តីស្រឡាញ់វិញតែគេមិនស្រឡាញ់វិញតាំងក្តៅក្រហាយមិនមែនសេចក្តីស្នេហាពិតប្រាកដទេព្រោះដើម្បីអញមិនសេចក្តីស្នេហាពិតប្រាកដទេដែលហៅទៅសេចក្តីស្នេហាពិតប្រាកដគឺស្មោះត្រង់ពីក្នុងដួងចិត្តទៅចង់តែឃើញអ្នកដទៃបានសេចក្តីសុខទេបើសិនណាជាយើងមានកំណត់ដល់កម្រិតនឹងហើយជាចិត្តពិតប្រាកដមែនណាហើយគេមិនធ្វើល្អឲ្យជាមួយយើងវិញក៏យើងអត់ខឹងដែរពីព្រោះអ្វីពីព្រោះយើងស្រឡាញ់សេចក្តីល្អរបស់យើងសែនមហាស្រឡាញ់យើងស្រឡាញ់សេចក្តីស្នេហាដែលបង្កើតដោយខ្លួនយើងមហាស្រឡាញ់ចំណែកយើងមិនអត់អញ្ចឹងសេចក្តីស្នេហាដែលបង្កើតដោយខ្លួនឯងណាស្រឡាញ់គេទៅតែគេមិនស្រឡាញ់តបវិញអញបំផ្លាញសេចក្តីស្នេហាអញចោលអញលែងស្រឡាញ់ឯងផ្ទះសង់ដោយខ្លួនយើងសោះគ្រាន់តែគេថាមិនល្អវាយអាផ្ទះនឹងចោលបើសេចក្តីស្នេហាមួយដែលពោពេញទៅដោយមនោសញ្ចេតនាពិតប្រាកដនឹងការយល់ដឹងពិតប្រាកដណាសូម្បីតែអ្នកដតីនឹងមិនស្រឡាញ់យើងវិញហើយគេថែមទាំងប្រើពាក្យថាកុំមកស្រឡាញ់ខ្ញុំយើងនៅតែមិនចោលសេចក្តីស្រឡាញ់របស់យើងក៏ប៉ុន្តែសេចក្តីស្រឡាញ់របស់យើងមិនមានការឈឺចាប់ដល់អ្នកដតីមិនរំខានដល់អ្នកដតីជាដាច់ខាតប៉ុន្តែឲ្យយើងទម្លាក់យើងអត់ទម្លាក់ទេព្រោះអីវាជាសេចក្តីស្នេហាមួយដែលបង្កើតដោយខ្លួនយើងអ្នកឯងអាចមិនទទួលយកសេចក្តីស្នេហាពីខ្ញុំតែអ្នកឯងគ្មានសិទ្ធិឲ្យខ្ញុំបំបត្តិសេចក្តីស្នេហានឹងចោលទេខ្ញុំអោបវាទៅតាមខ្ញុំរហូតចឹងទៅនោះគឺជាសេចក្តីស្នេហាពិតប្រាកដអ្នកឯងអាចមិនស្រឡាញ់ខ្ញុំក៏ប៉ុន្តែអ្នកឯងមិនអាចហាមខ្ញុំមិនឲ្យស្រឡាញ់ឯងទេព្រោះជាសេចក្តីស្រឡាញ់មួយដែលបង្កើតដោយខ្ញុំចំណែកយើងវិញអត់ចឹងអញទុក 20%ចាំមើលតែឯងមិនស្រឡាញ់អញមិនស្រឡាញ់ឯងវិញនឹងជាសេចក្តីស្នេហាអត់សេចក្តីស្នេហាដូចខ្ញុំបានរៀបរាប់ខាងលើនោះជាសេចក្តីស្នេហាពិតមានតែការលះបង់បុគ្គលដែលបានទទួលសេចក្តីស្នេហាបែបនោះណាបើស្នាជាគាត់មិនចេះឲ្យតម្លៃទៀតទេបុគ្គលកំរក់បំផុតហើយយើងកុំខ្ចីស្ដាយកុំស្ដាយឲ្យគាត់ទៅជាមនុស្សដែលយើងមិនគួរឲ្យគោរពតើសោះពីព្រោះសេចក្តីស្នេហាបែបនោះមិនងាយរកទេក្នុងលោកមិនងាយរកទេពីព្រោះជាសេចក្តីស្នេហាពិតប្រាកដដែលមិនមែនជាសេចក្តីស្នេហាដើម្បីអញបើសេចក្តីស្នេហាដើម្បីអញទាល់តែមានការតបស្នងមិនមែនស្រឡាញ់គេទេស្រឡាញ់ខ្លួនឯងតែមិនបានដល់ខ្លួនឯងកើតចិត្តក្តៅក្រហាយមិនមែនជាសេចក្តីស្នេហាបរិសុទ្ធទេចំណែកយើងវិញស្រឡាញ់ប្តីស្រឡាញ់ប្រពន្ធខ្ញុំមិនចង់ឲ្យបងឯងដើរមកពីខ្ញុំស្រឡាញ់បងឯងពេកហើយចុះបងអូនបងចង់ដើរមួយថ្ងៃទល់ល្ងាចបងចង់ដើរលេងបានបងសប្បាយចិត្តបងអូនឯងស្រឡាញ់បងមែនមិនកុំឲ្យបងដើរលេងឲ្យបងសប្បាយចិត្តបើបងមកផ្ទះឃើញមុខអូនឯងបងបាក់ចិត្តបងឯងស្រឡាញ់បងមែនមិនក៏អូនឯងមិនឲ្យបងទៅមកពីខ្ញុំស្រឡាញ់បងឯងមិនស្រឡាញ់យើងទេស្រឡាញ់ខ្លួនគាត់តែមិនបានធ្វើដូចចិត្តគាត់ហ្នឹងគាត់ក្តៅឥឡូវបើស្រឡាញ់យើងមែនគាត់ឲ្យយើងធ្វើតាមចិត្តយើងបានយើងសប្បាយចិត្តមិនស្រឡាញ់ទេអញ្ចឹងធម្មជាតិមេត្តានេះមិនងាយណាពលអ្នកពិចារណាឃើញពិចារណាយូរមនុស្សសុខចិត្តពិបាកខ្លួនឯងឲ្យគេសប្បាយចុះហ្នឹងមេត្តាមានទិសដៅតែមួយគត់គឺចង់ឲ្យអ្នកដទៃបានសប្បាយបានស្រួលអត់មានគិតមកខ្លួនឯងទេធម្មជាតិហ្នឹងជាធម្មជាតិឲ្យទិសដៅតែទៅគត់ទៅហ្មងឲ្យតែគេឲ្យហ្មងឲ្យនឹងហើយបានកើតអានិសង្សតាមក្រោយពួកអីគិតតែពីឲ្យគេដល់ពេលឲ្យទៅងាប់ហើយអូយមកជីវិតនេះអញស្គាល់ស្រីច្រើនណាគ្មានអាណាល្អដូចប្រពន្ធអញហ្មងដើរទៅណាមិនតែចេះមកវិញตั้งតែរៀបបាយរៀបទឹកឲ្យល្អអានិសង្សនេះកើតតាមក្រោយចំណែកយើងវិញសេចក្តីស្នេហាបែបហ្នឹងសង្គមខ្មែរចូលចិត្តលេងពីព្រោះអីពីព្រោះអ្នកសរសេររឿងក៏វាមិនជ្រៅដែរបើសិនណាជាសេចក្តីស្នេហាដែលមានជំរឿពិចារណាដោយការយល់ដឹងណាបងប្អូនមើលរឿងរបស់គេជាពិសេសរឿងចិនរឿងស្នេហាជ្រៅរបស់អាមេរិកកាំងស្នេហារបស់វាមានជំរឿដែលហៅថាស្នេហាពិតរបស់វានឹងគឺសុទ្ធសឹងតែជាការលះបង់ទោះបីជាបុគ្គលនឹងមិនស្រឡាញ់តបមកវិញក៏ដោយសេចក្តីស្នេហាមួយនឹងវាអោបជាប់ពីព្រោះវាជាសំណង់នៅក្នុងបេះដូងមួយដែលវាសង់ដោយខ្លួនឯងវាជាសេចក្តីស្នេហាមួយដែលវាសន្សំទុកដោយខ្លួនឯងវាមិនមែនគោរពអ្នកដទៃទេតែវាគោរពខ្លួនឯងអ្វីដែលអញយល់ឃើញអ្វីដែលអញខំសន្សំឡើងអញមិនអាចបំភ្លេចបានទេអញ្ចឹងបានក្នុងរឿងខ្លះគេឃើញមនុស្សខ្លះមិនម៉ាយចិត្តទេណាប៉ុន្តែនៅមួយជីវិតពីព្រោះអ្វីគ្មានអ្នកណាបានយល់ដឹងអំពីជំរឿដួងចិត្តនៃបុគ្គលនោះទេហើយក្នុងសង្គមខ្មែរបើយើងអត់អញ្ចឹងសម្បូរស្នេហារយស្នេហាផ្លេចទូលផ្លេចចូលទៅដើមស្នេហាទៅតាមចិត្តមិនដឹងជាកសាងប្រជាពលរដ្ឋយ៉ាងម៉េចឲ្យមានជំរឿនៃសេចក្តីស្នេហាពិតប្រាកដទៅណាខ្ញុំលើកអំពីជំរឿនៃការយល់ដឹងរបស់តារាភាពយន្តគេបន្តិចបងប្អូនចាំមើលតារាភាពយន្តខ្មែរយើងឲ្យតែគេសម្ភាសក្នុងទូរទស្សន៍ក្នុងរ៉ាឌីយ៉ូក្នុងទស្សនាវដ្តីអីក៏ដោយគេសម្ភាសនិយាយឲ្យរាក់កំផែលបានប្រហែលកតុយដើមនៅចាប់បាននោះរាក់មែនតើត្មងតួកុនស្រុកគេល្បីមែនតើតួកុនចិនគេសម្ភាសថានាងក្រោយពីល្បីល្បាញមកតើនាងមានការរំភើបក្នុងចិត្តដែរឬទេ
ដើម្បីឆ្លើយពីការយល់ដឹងរបស់វាយ៉ាងម៉េចទេឆ្លើយពីការយល់ដឹងផងឆ្លើយអំពីជំរឿពិតនៅក្នុងដួងចិត្តរបស់វាដែលវាបង្ហាញចេញមកក្រៅផងវាថាអ្នកដតីប្រហែលជាគិតអញ្ចឹងមែនខ្ញុំដបងដៃក៏បានគិតដូចអ្នកដតីចឹងដែរថាคล้ายទៅជាតួកុនល្បីល្បាញមួយវាអស្ចារ្យខ្លាំងណាស់ក៏ប៉ុន្តែពេលដែលខ្ញុំមកដល់ស្ថានភាពនោះមានពេលខ្លះខ្ញុំយំខ្ញុំចង់คลายខ្លួនទៅស្ថានភាពដើមវិញពីព្រោះអ្វីពីព្រោះសប្តាហ៍ថ្ងៃនេះខ្ញុំលែងคลายទៅជាបុគ្គលមួយដែលធ្វើសម្រាប់ខ្លួនឯងហើយខ្ញុំរស់នៅសម្រាប់អ្នកដទៃខ្ញុំមើលមកខ្លួនឯងញយខ្ញុំហាក់បីដូចជាកូនតុក្កតាមួយដែលគេតាំងនៅក្នុងទូសម្រាប់លំអភ្នែកអ្នកដទៃជីវិតឯកជនរបស់ខ្ញុំទាំងប៉ុន្មានត្រូវបានបំផ្លាញទាំងអស់ខ្ញុំធ្វើអីទៅតាមចិត្តរបស់ខ្ញុំដែលមិនសមនឹងភ្នែកញាតិបន្តិចកសែតចុះប្រងព្រាតថែមទាំងមិនមែនចុះសេចក្តីពិតទៀតផងបើតំណាជាខ្ញុំទៅឆ្លោះជាមួយអ្នកកសែតឆ្លោះគ្មានថ្ងៃចប់បំពេញរហូតជីវិតឯកជនរបស់ខ្ញុំទាំងប៉ុន្មានត្រូវបានបំផ្លាញព្រោះតែជីវិតជាតារាដ៏ល្បីនេះការឈឺចាប់ពីភាពអយុត្តិធម៌ដែលសង្គមបានផ្ដល់ឲ្យខ្ញុំមានច្រើនហួសហេតុនៅពេលខ្លះខ្ញុំយល់ថាលុយលែងសំខាន់សម្រាប់ខ្ញុំចង់វិលទៅរកសភាពដើមវិញនៅវិញនិយាយឃើញទេបង្ហាញអំពីការយល់ដឹងរបស់វាថានៅថ្ងៃមួយបងប្អូនដឹងអត់មានពួកម៉ាក់ដ៏ជិតស្និទ្ធរបស់ខ្ញុំគេបន់ខួបកំណើតគេហៅទាំងអស់មិត្តរួមថ្នាក់លើកលែងតែខ្ញុំមួយដល់ពេលខ្ញុំទូរស័ព្ទសួរគេថាមកពីខ្ញុំល្បីពេកហើយគេមិនហ៊ានហៅការពិតខ្ញុំនៅតែជាកុមារីដ៏ក្មេងខ្ចីមួយត្រូវការភាពកក់ក្ដៅពីសង្គមដូចតែមនុស្សសាមញ្ញអញ្ចឹងប៉ុន្តែភ្នែកមនុស្សសប្ងៃមើលមកឃើញខ្ញុំវាអស្ចារ្យហើយដូច្នេះជីវិតសាមញ្ញរបស់ខ្ញុំជីវិតឯកជនរបស់ខ្ញុំត្រូវបានបំផ្លាញទាំងអស់មានពេលខ្លះខ្ញុំយល់ឃើញថាសូមតែមករស់ដើម្បីធ្វើការជាមនុស្សសាមញ្ញវិញដើម្បីធ្វើអ្វីទៅតាមចិត្តរបស់ខ្ញុំចង់ឃើញទេដល់ពេលតួកុនខ្មែរវិញគេសួរថាតើក្រោយពីនាងល្បីយ៉ាងម៉េចដែរអូខ្ញុំអរគុណខ្លាំងណាស់ទស្សនិកជនដែលបានផ្ដល់ភាពគាំទ្រដល់នាងខ្ញុំឲ្យទឹកភ្នែកពេចដូចអត់មានជំរឿអីមិនបន្តិចគាត់តែសោះដូចគ្មានការយល់ដឹងគ្មានអីបន្តិចសោះបងប្អូនមើលសង្គមខ្មែររបស់យើងអញ្ចឹងបើយើងបដ ாய் ទៅតាមទិសដៅនឹងយូរសង្គមខ្មែរយើងដួលមិនបាច់ច្រើនដូចខ្ញុំនិយាយខាងដើមអញ្ចឹងតែឥឡូវចាស់មួយចំនួនហ្នឹងគាត់អ្នកដឹកនាំប្រទេសគាត់ទៅបាត់ទៅសួរតែក្មេងតកក្រោយគេមានបដោះហ៎អ្នកដែលពូកែគឺអ្នកដែលពូកែដោះស្រាយបញ្ហាដែលមានមិនមែនលូបញ្ហាទេឧបមាថាបើយើងកើតមកនៅជុំវិញផ្ទះយើងហ្នឹងម៉ែឪគេសល្អទាំងអស់ហ្នឹងគេចេះចិញ្ចឹមកូនគេចេះមើលថែរក្សាកូនម៉ែឪគេល្អចឹងទាំងអស់គ្នាដល់ពេលយើងកើតមកម៉ែឪយើងផឹកស្រាលេងបៀឪពុកនោះដើរមានប្រពន្ធចុងទៅម្ដាយនោះដើរមានប្រុសថ្មីចឹងទៅហើយកូនចៅល្ងាក់ពេញភូមិហើយដល់ពេលយើងបើស្នាជាមនុស្សដែលតូចចិត្តអង្គុយល្អូមិនដូចម៉ែឪគេសោះមើលម៉ែឪគេអញ្ចេះមើលម៉ែឪគេចុះម៉ែឪអញអញ្ចេះក៏ប៉ុន្តែបើស្នាជាអ្នកខ្លាំងវិញទទួលយកស្ថានភាពចាក់ដៃហ្នឹងយកមកដោះស្រាយកុំតែខ្វល់ថាមិនទទួលយកស្ថានភាពអញ្ចឹងដោះស្រាយអាផឹកស៊ីក៏កូនយើងអាជក់ម៉ាក៏កូនយើងអាប្លន់ក៏កូនយើងនៅក្នុងការដោះស្រាយបញ្ហាបងប្អូនត្រូវចងចាំអត់មែនរកខុសរកត្រូវទេការដោះស្រាយបញ្ហាមិនដែររកខុសរកត្រូវទេឧទាហរណ៍ថាកូនយើងអាកូនបងយើងឲ្យលុយ 1000 ទៅវាសំទុក 2000 ទៅវាសំទុកវាបានមួយ4 10 20ម៉ឺនអាកូនប្អូនយើងឲ្យមួយថ្ងៃ 4 5000 ណាវាដើរជក់គ្រឿងញៀនវាផឹកស៊ីអីចឹងទៅថ្ងៃមួយអាប្អូនហ្នឹងវាលួចបោកកូនជក់អាបងយកអស់អមតែលុយគ្នាសំបាន20ម៉ឺនយកអស់ទៅដល់ពេលអាបងវាទៀមទាវាថាប៉ាឯងត្រូវទៅយកលុយឲ្យខ្ញុំវិញលុយខ្ញុំ20ម៉ឺនទៅយកពីអាប្អូនមកវិញតំណោះស្រាយមិនមែនរឿងរកខុសរកត្រូវទេបើរឿងរកខុសរកត្រូវត្រូវទៅយក20ម៉ឺនហ្នឹងមកឲ្យអាបងវិញឯងក៏ប៉ុន្តែតំណោះស្រាយកូនអើយកូនឯងយកតែ5ម៉ឺនបានហើយបើប្អូនវាអញ្ចឹងឲ្យវា5 10ម៉ឺនទៅដឹងធ្វើម៉េចដោះស្រាយអញ្ចឹងធ្វើម៉េចក៏ដោយឲ្យប្រសើរជាងស្ថានភាពបច្ចុប្បន្នឧបមាថាកូនយើងត្រូវបានគេរំលោភបើយើងរកខុសរកត្រូវចាប់ដាក់គុកហើយប៉ុន្តែកូនយើង3ថ្ងៃទៀតការហើយណាបើតាជាឡើងរកខុសរកត្រូវណោះអាគូតដឹងគេណោះគេមានបញ្ហាជាមួយយើងទៀតរឿងដោះស្រាយបញ្ហាគឺសម្របសម្រួលធ្វើម៉េចក៏ដោយឲ្យបញ្ហាហ្នឹងវាប្រសើរជាងស្ថានភាពដែលយើងកំពុងជួបប្រទះមានមនុស្សច្រើនណាស់ក្មួយដែលមិនស្គាល់អំពីតម្លៃនៃជីវិតក្មួយពិចារណាអញ្ចេះមានកតិមួយគេនិយាយថាស៊ីដើម្បីរស់មិនមែនរស់ដើម្បីស៊ីទេក្មួយយកទៅពិចារណាស៊ីដើម្បីរស់មិនមែនរស់ដើម្បីស៊ីទេបើមនុស្សរស់ដើម្បីស៊ីងាប់ត្មងទៅមកការអីរស់ដើម្បីតែស៊ីឥឡូវក្មួយយកទៅពិចារណាក្នុងជីវិតរបស់យើងរាល់ថ្ងៃមើលឆ្លប់ប្រចាំមើលតើអញរស់ដើម្បីស៊ីឬក៏ស៊ីដើម្បីរស់សប្ថ្ងៃក្មួយប្រាក់ខែ50 60 បុកក្មួយស្ទឹងថារស់ដើម្បីស៊ីនេះដោយអត់មានន័យអីក្នុងជីវិតតើសោះក្មួយរន័យអីមិនឃើញដូចក្មួយជាគ្រឿងយន្តអញ្ចឹង50ហ្នឹងគេចាក់
សាំងឲ្យក្មួយដើម្បីឲ្យក្មួយទៅធ្វើការឲ្យប្រយោជន៍ទៅគេដល់ពេលក្មួយធ្វើការឡើងកើតជីវិតរបស់ក្មួយទៅណាទៅគ្មានណាគិតគូរទេតោះតែក្មួយចូលរួមទាំងអស់គ្នាដើម្បីគិតគូរពីបញ្ហាហ្នឹងបានវាដោះស្រាយរួចសមិទ្ធផលរបស់សង្គមយើងនៅថ្ងៃនេះគឺជាការគិតរបស់ដូនតាយើងសមិទ្ធផលរបស់យើងនៅថ្ងៃនេះនិងថ្ងៃទៅមុខទៀតវាតាក់ទងជាមួយនឹងការគិតរបស់យើងរស់មិនមែនរស់ដើម្បីស៊ីទេគ្រាន់តែស៊ីដើម្បីរស់តើបាយសំខាន់ណាស់ក្មួយតើបាយសំខាន់ណាស់អត់ពីណាហ៊ានបដិសេធបាយសំខាន់ណាស់បាយសំខាន់ណាស់ក្មួយពីព្រោះគ្មានបាយជីវិតមិនអាចរស់នៅបានទេបាយសំខាន់ណាស់ក៏ប៉ុន្តែមិនមែនដោយសារបាយនោះវាសំខាន់ណាយើងត្រូវបូជាជីវិតអ្វីៗទាំងអស់ដើម្បីបាយទេបាយវាសំខាន់ប៉ុន្តែយើងមិនត្រូវបូជាជីវិតដើម្បីបាយទេហើយក្មួយឲ្យសប្ងៃក្មួយមើលក្មួយបូជាជីវិតដើម្បីអីក្មួយពិចារណាទៅតើអញ្ចឹងជាជីវិតមែនទេអត់ស៊ីដើម្បីរស់មិនមែនរស់ដើម្បីស៊ីទេបាយសំខាន់ណាស់ពីព្រោះបាយត្រូវត្រង់ជីវិតក៏ប៉ុន្តែបើសិនណាជាក្មួយបូជាជីវិតដើម្បីឲ្យបានបាយមកវិញជីវិតបែបហ្នឹងគឺជាជីវិតរស់ដើម្បីស៊ីហើយអត់មានបានប្រយោជន៍អីទេបាយពិតជាសំខាន់ក៏ប៉ុន្តែបើអ្នកឯងឲ្យខ្ញុំទៅធ្វើអ្វីមួយដែលក្បត់នឹងឧត្តមកតេដើម្បីតែបាយអានេះមានន័យថាខ្ញុំសុខចិត្តធ្វើអំពើអាក្រក់ដែលជាទោសសម្រាប់ខ្លួនឯងដើម្បីបាយរស់ធ្វើអីរស់ដើម្បីធ្វើសេចក្តីល្អជាប្រយោជន៍សម្រាប់យើងពីព្រោះជីវិតរបស់យើងក្នុងវដ្តដាក់ឥឡូវទុកឲ្យយើងរស់យូរឧទាហរណ៍ថាយើងត្រូវនៅចុះនរកជាន់ទី5អាយុម៉ានថាអាយុ20ជាន់ទី5ដល់ពេលខ្លាចងាប់ពេកទៅធ្វើអំពើអាក្រក់រស់បាន80ឆ្នាំដល់ពេលសរុបទៅដល់គ្រប់80ឆ្នាំចុះឋាននរកជ្រៅជាងមុនទៀតប្រហែល50ជាន់នៅធ្វើអីនៅដើម្បីធ្វើឲ្យបានសេចក្តីល្អទៅមុខតែឥឡូវលេងធ្វើឲ្យចុះកាន់តែជ្រៅទៅទៀតនៅធ្វើអីមួយត្រូវរៀនគិតស៊ីដើម្បីរស់មិនមែនរស់ដើម្បីស៊ីបាយសំខាន់ណាស់ក៏ប៉ុន្តែមិនត្រូវបូជាជីវិតដើម្បីបាយទេបើគ្រាន់តែបូជាជីវិតដើម្បីបាយចាំបាយរស់ធ្វើអីមួយងាប់ទៅស្រួលតែហ្មងបាយសំខាន់ព្រោះរឿងអីទីព្រោះយកមកស៊ីដើម្បីរស់យកអារស់នេះទៅធ្វើស្អីណអានឹងបានសំខាន់ណាសួរថាបាយសំខាន់ព្រោះរឿងអីគោលដៅរបស់យើងទៅអីសៀមរាបឯណសាំងវាសំខាន់ណាហេតុអីពីព្រោះយកមកចាក់ឡានឲ្យយើងដើម្បីឲ្យយើងបានទៅដល់សៀមរាបប៉ុន្តែគោលដៅរបស់យើងមិនសាំងទេណាមួយមកសៀមរាបគោលដៅមួយតែរៀនគិតបាយវាសំខាន់ណាសំខាន់ព្រោះអីថាព្រោះស៊ីដើម្បីឲ្យរស់យកអារស់ហ្នឹងទៅធ្វើអីណអាអីនោះចាំនិយាយគ្នាទៀតអាអីនោះតើទៅតារាដូចគ្នាជាមួយនឹងគ្រួសារក្រុមគ្រួសារក្មួយដូចគ្នាសេចក្តីស្នេហាដូចគ្នាក្មួយមនុស្សខ្លះក្មួយប្រៀបធៀបគ្រួសារចោះពូថាសំខាន់ប្រហែលបាយទៅចោះប៉ុន្តែពិតអន់ជាងបាយក្មួយបាយបើអត់ស៊ីងាប់គ្រួសារបើអត់ងាប់ទេប៉ុន្តែពូគិតថាប្រហែលបាយទៅចោះទុកវាសំខាន់ថាបើអត់គ្រួសារងាប់ទៅចោះឥឡូវគ្រួសារហ្នឹងវាសំខាន់ប្រហែលបាយបើវាសំខាន់ប្រហែលបាយតើក្មួយត្រូវបូជាជីវិតដើម្បីគ្រួសារយ៉ាងម៉េចជីវិតបែបហ្នឹងដូចជីវិតរស់ដើម្បីបាយនេះគ្រួសារវាសំខាន់ណាស់យកគ្រួសារមកដើម្បីឲ្យការរស់នៅរបស់យើងមានសុភមង្គលឲ្យជីវិតរបស់យើងស្រស់ថ្លាយកជីវិតស្រស់ថ្លាទៅធ្វើអីនោះមួយទៀតឃើញទេអីនោះដែលយើងត្រូវនិយាយគ្នាដែលយើងត្រូវទៅសពថ្ងៃមនុស្សភាគច្រើនក្មួយបូជាជីវិតដើម្បីតែគ្រួសារហ្នឹងដដែលមកវិញទៀតអវិជ្ជារបស់មនុស្សមើលអត់ឃើញក្មួយធ្វើតាមចិត្តចង់តែប៉ុណ្ណឹងជាពិសេសគឺមនុស្សស្រីសពថ្ងៃមនុស្សភាគច្រើនក្មួយបូជាជីវិតដើម្បីតែគ្រួសារហ្នឹងដដែលមកវិញទៀតអវិជ្ជារបស់មនុស្សមើលអត់ឃើញក្មួយធ្វើតាមចិត្តចង់តែប៉ុណ្ណឹងជាពិសេសគឺមនុស្សស្រីក្មួយទៅបើកសភៅអ្នកប្រាជ្ញធំនៅលើលោកមើលតិចដែលជួបមនុស្សស្រីអ្នករកឃើញស្អីធំនៅលើលោកទាំងអស់សត្វមនុស្សហេតុអីសេចក្តីអត្តឋានតាក់ទងជាមួយសេចក្តីអត្តឋានសេចក្តីបដិញ្ញាចិត្តក្នុងការតម្កល់ជីវិតដើម្បីបុព្វហេតុអីនោះណាមនុស្សស្រីអន់ទៅនឹងមានអបខំទេបូជាអ្វីៗទាំងអស់ដើម្បីគ្រួសារនឹងបដ ாய் គ្រួសារពិតជាសំខាន់ហើយក៏ប៉ុន្តែមិនត្រូវបូជាជីវិតដើម្បីគ្រួសារទេគ្រួសារវាសំខាន់ដូចបាយអញ្ចឹងសំខាន់ហើយស៊ីឲ្យមានជីវិតដើម្បីយកជីវិតទៅធ្វើអីដូចគ្នាគ្រួសារមានដើម្បីឲ្យមានសុភមង្គលឲ្យជីវិតរបស់យើងស្រស់ថ្លាដើម្បីបូជាដើម្បីបុព្វហេតុស្អីមួយទៀតឯណោះស្អីមួយទៀតឯណោះចាំយើងនិយាយពីក្រោយបើសិនណាជាក្មួយបូជាអ្វីៗទាំងអស់ដើម្បីគ្រួសារយកទៅពិចារណាយូររនៃមិនឃើញទេរនៃនៃជីវិតមិនឃើញទេដូចមិនដាច់ទៅដែលហៅថាសេចក្តីស្នេហាពិតប្រាកដខ្មែរយើងដែលបែងចែកជាក្មួយអត់ដែលបែងចែកអំពីសេចក្តីស្នេហាពិតប្រាកដទេអាមួយគេហៅ passionate love អាមួយទៀតគេហៅ understanding love អា passionate love ហ្នឹងគឺមានន័យថាឃើញមុខគ្នាព្រាមឆ្លាញ់ផ្លែតហ្មងដោយសារចំណងផ្លូវភេទហ្នឹងយើងអត់បានចាប់អារម្មណ៍ទេឃើញគ្នាព្រាមត្រូវចិត្តគ្នាឆ្លាញ់គ្នាបណ្ដោយសួរតែឆ្លាញ់ដោយសារអីថាឆ្លាញ់ដោយសារចិត្តឆ្លាញ់កុំឆ្ងល់ច្រើនពេកកុំសួរច្រើនពេកឆ្លាញ់ព្រោះតែខ្ញុំឆ្លាញ់ឃើញមុខទៅវាឆ្លាញ់ធ្វើម៉េចអូបើថាឆ្លាញ់របៀបហ្នឹងក៏វាបាត់ទៅវិញនៅពេលដែលចិត្តអស់សេចក្តីឆ្លាញ់ដែរការពេលឆ្លាញ់ព្រោះចិត្តឆ្លាញ់ដល់ពេលការឈប់ឆ្លាញ់ព្រោះតែចិត្តឈប់ឆ្លាញ់ព្រោះមនុស្សនឹងធ្វើតាមចិត្តទៅហើយសេចក្តីឆ្លាញ់បែបហ្នឹងគេហៅ passionate love សេចក្តីស្នេហាដែលកើតមកពីចំណង់តណ្ហាសេចក្តីស្នេហាបែបហ្នឹងណាបើតាមអ្នកប្រាជ្ញពិចារណាអត់មានតម្លៃអីបន្តិចក្មួយគ្មានតម្លៃអីបន្តិចហើយដល់ពេលអា passionate love ហ្នឹងអាសេចក្តីស្រឡាញ់ដោយការរំជួលចិត្តឃើញយ៉ាងហ្នឹងស្អាតឬក៏ត្រូវចិត្តរបស់ខ្លួនហ្នឹងស្រឡាញ់ផ្លឹបឃើញបរោះហ្នឹងត្រូវចិត្តរបស់ខ្លួនស្រឡាញ់ផ្លឹបហ្នឹងណាក្មួយឯងចាំមើលដល់ពេលវាអស់វិញអស់ដែរ
កាពីស្រឡាញ់នឹងយកទៅអាដៃអាអីសម្រក់ឈាមអូកកគ្នាទៅស្បត់ទៅអីព្រះអង្គដងការអីចឹងរួមមួយគ្នាមកជីវិតអីចឹងប៉ុន្តែដល់ពេលវាអស់សេចក្តីស្រឡាញ់ចុះបងឯងចុះអូនឯងកាប់ពីមុនបានសន្យាមួយបងអត់សន្យាទៅចុះបងឯងថាបើក្បត់ឲ្យខ្ញុំជេរអីអាចជេរទៅឥឡូវជេរទៅខ្ញុំមិនខឹងណាខ្ញុំមិនមកជេរណាជេរទៅវាអស់សេចក្តីស្រឡាញ់ពីព្រោះការពីស្រឡាញ់ក៏ធ្វើតាមចិត្តដល់ពេលវាចិត្តវាអស់សេចក្តីស្រឡាញ់ធ្វើតាមចិត្តទៀតអានឹងគេហៅ passionate love សេចក្តីស្នេហាបែបហ្នឹងគ្មានតម្លៃទេសេចក្តីស្នេហារបស់ជនសាមញ្ញហើយមហាសាមញ្ញសេចក្តីស្នេហាអញ្ចឹងគេមិនដែលកត់ត្រាចុះក្នុងប្រវត្តិសាស្ត្រទេសេចក្តីស្នេហាអញ្ចឹងគេមិនដែលយកមកធ្វើជារឿងទេបើយកមកធ្វើជារឿងក៏អត់ល្អមើលដែរដែលហៅថាសេចក្តីស្នេហាដែលមានតម្លៃពិតប្រាកដគឺ understanding love សេចក្តីស្នេហាដែលកើតមកអំពីការយល់ដោយពូនិយាយខាងដើមអញ្ចឹងថាជីវិតគ្រួសារជីវិតស្នេហាវាសំខាន់ហើយក៏ប៉ុន្តែយើងមិនត្រូវបូជាអ្វីៗទាំងអស់ដើម្បីសេចក្តីស្នេហាទេពីព្រោះវារកតម្លៃមិនឃើញបើសេចក្តីស្នេហាវាដូចជាសាំងឧទាហរណ៍ដូចមិញអញ្ចឹងគោលដៅរបស់យើងណោះសៀមរាបប៉ុន្តែសេចក្តីស្នេហាដូចជាសាំងចាក់ក្នុងឡានដើម្បីឲ្យយើងទៅដល់សៀមរាបសេចក្តីស្នេហាបែបហ្នឹងគួររក្សាទុកណាស់ពីព្រោះឯគោលដៅរបស់យើងនៅសៀមរាបឯណោះពីរអ្នកប្តីប្រពន្ធចូលរួមគ្នាដើម្បីបង្កើតបុព្វហេតុនៃជីវិតដ៏ត្រឹមត្រូវមួយដែលយើងបានពិភាក្សាគ្នាថាតើជីវិតគ្រួសារជីវិតសម្ព័ន្ធភាពស្នេហារបស់យើងបង្កើតឡើងដើម្បីអ្វីដើម្បីបុព្វហេតុជីវិតមួយដែលយើងគិតគូរដោយប្រពុតពីរអ្នកនាងពុំពីធ្វើពេទ្យដើរចាក់ថ្នាំឲ្យគេប្រពុតលោកកូនស្ដាច់លោកដើរចែកណោយពុំពីអាណិតពេកឃើញប្រជាពលរដ្ឋដែលមានទុកមួយថ្ងៃគិតតែពីរឿងព្យាបាលគេមានពេលខ្លះសមត្ថភាពរបស់ពុំពីព្យាបាលអត់បានគេជំងឺឈឺខ្លាំងពេកស្លាប់ទៅយំស្រែកប្រពុតចែកណោយចែកកាន់តែច្រើនកាន់តែក្រពីរនាក់ហ្នឹងក៏លេចឃើញគ្នាស្រឡាញ់មួយដើរចែកណោយមួយទៀតដើរចាក់ថ្នាំក៏លេចឃើញគ្នាស្រឡាញ់ដល់ពេលស្រឡាញ់រៀបការមកនៅតែធ្វើសកម្មភាពអញ្ចឹងដដែលដល់ពេលយប់ដេកជាមួយគ្នាពុំពីមើលគេមិនជាពីថ្ងៃគឺស្លាប់ទៅដល់ពេលអញ្ចឹងមកដេកថាឥឡូវបងជួយដោះស្រាយបញ្ហាក្នុងដួងចិត្តអូនខំប្រឹងព្យាបាលដល់អ្នកដទៃប៉ុន្តែដៃអូនតែពីរមិនអាចមើលអ្នកជំងឺតាន់ទេពីបងក៏អញ្ចឹងដែរបងក៏រកវិធីដោះស្រាយមិនបានដែរយើងយកវិធីដែលយើងកំពុងធ្វើសប្តាហ៍ថ្ងៃហ្នឹងធ្វើបណ្ដាលទៅអូនក៏ប៉ុន្តែបងយល់ថាផ្លូវរបស់យើងដើម្បីជួយរំដោះទុក្ខរបស់សត្វលោកប្រហែលជាខុសហើយអូនបងចែកអំណោយចែកបណ្ណាទៅអ្នកក្រនៅតែមានស្អែកឡើងចែកទៀតចែកនៅអ្នកក្រនៅតែមានពេញទឹកពេញដីដូច្នេះវិធីដែលយើងជួយសត្វលោកប្រហែលជាខុសហើយពុំពីអូនក៏ប៉ុន្តែយើងរកវិធីមិនឃើញយើងធ្វើតាមនឹងទៅប្រពន្ធលោកថាចាំទុកឱកាសឲ្យបងស្វែងរកមធ្យោបាយដើម្បីជួយសត្វលោកទៀតមធ្យោបាយដោយពុំពីជួយចាក់ថ្នាំប្រពុតជួយចែកអំណោយប្រហែលជាមិនមែនជាវិធីជួយសត្វលោកទេជីវិតប្តីប្រពន្ធពីរនាក់ហ្នឹងបូជាដើម្បីបុព្វហេតុមួយនោះគឺការត្រាស់ដឹងដើម្បីជួយសត្វលោកឃើញជីវិតបែបហ្នឹងសំខាន់ណាស់មានជីវិតពីរនាក់ហ្នឹងដូចមានបាយហូបចឹងណាវាជាបាយហូបវាជាសង្ចាក់ដើម្បីឲ្យដល់អាទិសដៅមួយនោះការពិតអាទិសដៅមួយនោះគឺជាការតម្កល់ជីវិតដើម្បីនោះអាទិសដៅដែលយើងចង់ទៅគឺការរំដោះទុក្ខរបស់សត្វលោកនោះទិសដៅនោះពុំពីមួយប្រពន្ធនឹងជួបគ្នាគ្រប់ជាតិទាំងអស់ដោយសារការបូជាជីវិតដើម្បីបុព្វហេតុអ្នកដទៃនោះឲ្យឆ្ងាយនោះប៉ុន្តែសួរថាហេតុអ្វីបានជាពុំពីជាមួយប្រពន្ធនឹងជួបគ្នាសំខាន់ពីព្រោះបុព្វហេតុរួមគ្នានោះបើមិនសំខាន់មិនឧបមាថាយើងចង់ទៅសៀមរាបសាំងមិនសំខាន់មិនប៉ុន្តែមិនមែនដើម្បីសាំងទេណាបាយស៊ីឲ្យមានកម្លាំងដើម្បីទៅសៀមរាបអញ្ចឹងបាយមិនសំខាន់ទេសំខាន់ណាស់ប៉ុន្តែមិនមែនដើម្បីបាយទេណាគឺដើម្បីទៅសៀមរាបសេចក្តីស្នេហារបស់យើងទាំងពីរសំខាន់ណាស់ហេតុអីបានសំខាន់ពីព្រោះមានតែកម្លាំងរបស់យើងទាំងពីរទេដែលអាចគប់គ្នាសម្រាប់ដល់គោលដៅអាគោលដៅដែលយើងតម្កល់ជីវិតដើម្បីហើយសប្តាហ៍ថ្ងៃយើងបូជាជីវិតទាំងអស់ដើម្បីគ្រួសារដដែលដើម្បីតែប៉ុណ្ណឹងដែលគេហៅ passionate love សេចក្តីស្នេហាឃើញដោយតណ្ហាវាអត់មានឧត្តមគតិនៅក្នុងហ្នឹងប្រពុតជាមួយនាងពុំពីសេចក្តីស្នេហាបែបហ្នឹងនៅយូរអង្វែងពីព្រោះអីពីព្រោះគេបានតម្កល់បុព្វហេតុសម្រាប់ជីវិតគេគឺការត្រាស់ដឹងដើម្បីជួយសត្វលោកឯណោះជាគោលដៅចុងក្រោយគោលដៅនោះអាចសម្រេចបានលុះត្រាតែមានសេចក្តីស្នេហាអញ្ចឹងសេចក្តីស្នេហាហ្នឹងមិនសំខាន់យ៉ាងម៉េចប៉ុន្តែនៅក្នុងក្រុមគ្រួសារយើងក្មួយតិចឆែកមើលកម្រប្តីប្រពន្ធកម្រអោបគ្នានៅជាមួយគ្នាដើម្បីលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបុព្វហេតុដែលជាគោលដៅជាឧត្តមគតិបើមនុស្សប្រុសហ្នឹងមានឧត្តមគតិទៅមុខហ្នឹងត្រូវរួញនៅតាមមនុស្សស្រីនឹងទាញបងឯងទៅធ្វើអីអារឿងអញ្ចឹងបើថាទៅឲ្យបានតំណាងរាបើអត់បានតំណាងរាទៅស្អីស្រីធម្មតាក៏ដូចភ្នំដោយអាប់រ៉ាហាំក៏ថាព្រះប្រហែលជាពេញចិត្តមនុស្សប្រភេទហ្នឹងបានបង្កើតមនុស្សប្រភេទហ្នឹងពេញផែនដីយ៉ាងដល់ពេល understanding love សេចក្តីស្នេហារបស់គេហួសពីប្តីប្រពន្ធវាទៅជាបងប្អូនហួសពីបងប្អូនវាទៅជាមិត្តភក្តិហួសពីមិត្តភក្តិវាទៅជាម៉ែឪថែរក្សាគ្នាទៅវិញទៅមកដូចម៉ែដូចឪពីព្រោះអីបានថែរក្សាសេចក្តីស្នេហាទុកពីព្រោះសេចក្តីស្នេហានេះគឺជាបុព្វហេតុនាំឲ្យកើតទៅដល់បុព្វហេតុសម្រាប់ជីវិតរបស់គេសេចក្តីស្នេហាបែបហ្នឹងត្រូវបានពិចារទុកក្នុងប្រវត្តិសាស្ត្រកម្រមួយកម្រមនុស្សស្រីដែលហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួនមកចូលរួមក្នុងបុព្វហេតុជីវិតជាមួយគ្រួសារកម្រ
មនុស្សស្រីច្រើនតែទាញអញ្ចឹងបាននៅក្នុងសភៅកម្រឃើញមនុស្សស្រីខ្លាចទៅជាអ្នកប្រាជ្ញពីព្រោះសេចក្តីអត្តដ្ឋានទៀតហើយដូចបានគ្នារកសេចក្តីអត្តដ្ឋានមិនឃើញពីព្រោះអត់មានពីណាបញ្យល់រកតម្លៃជីវិតអត់ឃើញដល់ពេលណាយើងពិចារណាអញ្ចឹងយូរទៅចិត្តពិចារណាវាជ្រាបចូលក្នុងបេះដូងរបស់យើងដល់ជ្រាបចូលបេះដូងរបស់យើងយល់ថាអូជីវិតដ៏អស្ចារ្យគឺអញ្ចឹងហ្នឹងហើយគេហៅ understanding love សេចក្តីស្នេហាអញ្ចឹងងាយប្រេះឆាទេក្មួយពីព្រោះបុព្វហេតុជីវិតវាអត់ទាន់ដល់សេចក្តីស្នេហានេះកើតមានដើម្បីបុព្វហេតុជីវិតគោលដៅនោះចង់សម្រេចបានលុះត្រាតែមានសេចក្តីស្នេហានឹងកើតមានឡើងដូច្នេះពេលល្ងាចអីចឹងវាចេះបង្កើតកម្មវិធីជួបប្រពន្ធវានាំប្រពន្ធវាដើរលេងនាំអីចឹងរំលឹកអនុស្សាវរីយ៍របស់វាអីចេះចោះចឹងទៅដើម្បីឲ្យកើតសេចក្តីស្នេហានៅដដែលពីព្រោះសេចក្តីស្នេហានេះវាសំខាន់ណាស់សម្រាប់បុព្វហេតុជីវិតឯណោះតែ passionate love សេចក្តីស្នេហាដូចផ្ទះផ្ទុំអញ្ចឹងផ្ទះបាញ់អញ្ចឹងក៏លេឃើញមានបាញ់ផ្លែអញ្ចឹងថ្ងៃណាអស់សេចក្តីបាញ់អស់ទៅសម្បូរកោដោយភ្នំសេចក្តីស្នេហារបៀបហ្នឹងមិនមែនជាសេចក្តីស្នេហាពិតទេសេចក្តីស្នេហាដែលមានតម្លៃពិតប្រាកដគឺការលះបង់ចូលរួមគ្នាដោយការយល់ដើម្បីបុព្វហេតុជីវិតមួយនោះអញ្ចឹងសេចក្តីស្នេហាបែបហ្នឹងគួរតែសាកទុកណាសេចក្តីស្នេហាបែបហ្នឹងតែជាសេចក្តីស្នេហាមានតម្លៃសម្រាប់មនុស្សអ្នកខ្លះឃើញគេលះបង់ដើម្បីបុព្វហេតុអ្នកដទៃសើចដូចអ្នកប្រាជ្ញជនជាតិអីស៊ុយអែតចឹងគាត់ជាអ្នកគណិតវិទ្យាល្បីគាត់ល្បីមែនតើប៉ុន្តែគាត់នៅក្នុងខ្ទមស្រែណាតូចឯណោះហើយគាត់ចេះតែបោះពុំសភៅនឹងបញ្ចេញទៅរាប់ឆ្នាំ20 30 40ឆ្នាំបានគាត់ល្បីមែនតើថាសភៅគាត់ល្អមែនតើល្បីដល់ស្ដេចស្ដេចគាត់មើលសភៅហ្នឹងទៅគេទៅសើអំពីគុណសម្បត្តិពីតម្លៃនៃការយល់ដឹងរបស់គាត់តាមរយៈសភៅហ្នឹងស្ដេចចង់ឲ្យរង្វាន់ទៅបុគ្គលហ្នឹងរកអត់ឃើញធ្វើពិធីបុគ្គលរង្វាន់ហ្នឹងរកអត់ឃើញហ្នឹងគាត់នៅណាបើគាត់មិនដែលបង្ហាញយើងអំពីអាស័យដ្ឋានរបស់គាត់ផងរកចុះរកឡើងរកមិនឃើញដល់ពេលរកមិនឃើញគេរកតាមរបៀបការបង់ពន្ធពីព្រោះមនុស្សម្នាក់នៅស្រុកគេបង់ពន្ធណាគេឆែករកឈ្មោះគាត់តាមការបង់ពន្ធដើម្បីរកអាស័យដ្ឋានគាត់រកឃើញគាត់នៅឯណានោះវាដាច់សញ្ញាកណ្ដាលព្រៃភ្នំឯណានោះសតតែអ្នកធំអ្នកមានមុខមាត់អ្នកប្រាជ្ញអ្នកអីរដ្ឋមន្ត្រីរដ្ឋអីគឺជិះឡានកោទៅដល់កន្លែងគាត់ហ្នឹងពីព្រោះគេផ្ដល់តម្លៃឲ្យគាត់គាត់ជាអ្នកប្រាជ្ញដល់ពេលទៅដល់ឃើញផ្ទះគាត់គេរឹងធំឃើញកូនខ្ទមមួយទូចហើយរស់នៅមហាសាមញ្ញដល់ពេលចុះជួបមុខគាត់គេលន់មាត់គេថាអូជាអ្នកប្រាជ្ញមួយដែលល្បីល្បាញបានមេដាយអេសន្តិយុទ្ធធ្វើឲ្យមនុស្សទាំងអស់នៅក្នុងពិភពលោកហ្នឹងបានសោយសុខអំពីស្នាដៃរបស់គាត់មិនតិចទេហើយហេតុអ្វីបានជាការខិតខំរបស់គាត់ហ្នឹងมันបានផ្ដល់មកឲ្យគាត់វិញនៅជីវិតដ៏ធូរធារមួយមិនក៏ជីវិតគាត់ក្រតោកយ៉ាក់ម្លេះតែគាត់មើលមុខគេថ្មគាត់ថាម៉េចគាត់ថាអូវិទ្យាសាស្ត្រមួយដែលកើតមកពីការបូជាមួយហ្នឹងគឺដើម្បីបុព្វហេតុជីវិតសម្រាប់ខ្លួនឯងឲ្យគ្រាន់តែមានជីវភាពធូរធារទេចុងគាត់ថាបើសិនណាជាគ្រាន់តែដើម្បីជីវភាពធូរធាររបស់គាត់ហ្នឹងគាត់អាចទៅរកផ្លូវផ្សេងមិនចាំបាច់ធ្វើតាមផ្លូវហ្នឹងទេអាចមានស្រួលជាងនឹងផងមិនចាំបាច់ទៅតាមផ្លូវហ្នឹងតោះសោះហើយគាត់ក៏គ្មានត្រូវការឲ្យមានព្រោះគាត់មានសេចក្តីប្រាថ្នាតិចចំងាប់ហ្នឹងគាត់អាចរកកន្លែងណាស្រួលមួយទៀតបានណាមិនបាច់ទាំងរកស៊ីអីផងក៏គាត់រស់ស្រួលដែរហើយបើសិនណាជាគាត់ចង់មានបានដូចគេគាត់ទៅរកផ្លូវផ្សេងហ្នឹងតម្លៃនៃការលះបង់របស់គាត់គឺដើម្បីបុព្វហេតុអ្នកទាំងអស់គ្នានោះតើដែលគាត់មានតម្លៃបើសិនណាជាគាត់បូជាបុព្វហេតុហ្នឹងដើម្បីទទួលបានមកវិញនៅលុយនៅកាក់នៅភាពសំណុកសុខស្រួលរបស់ខ្លួនតម្លៃរបស់គាត់បាត់ទៅហើយមានអីគាត់ថាគាត់ប្រហែលជាមិនបានចំណាយកម្លាំងនៅទីនេះរាប់ឆ្នាំដើម្បីធ្វើបាបខ្លួនឯងទាំងជប់ទាំងថ្ងៃដើម្បីស្រាវជ្រាវបើសិនណាជាដើម្បីត្រឹមតែបុព្វហេតុខ្លួនឯងគាត់មិនលះបង់ដល់ម្លឹកទេដើម្បីបុព្វហេតុអ្នកដទៃតើបានជាគាត់លះបង់ដល់កម្រិតហ្នឹងគួរឯងឃើញដល់ពេលស្នាដៃរបស់គាត់គឺសុទ្ធតែមកនៅក្នុងស្នាដៃរបស់គាត់គឺសុទ្ធតែប្រយោជន៍អ្នកដទៃមកគ្មានរកឃើញប្រយោជន៍គាត់នៅក្នុងសភៅរបស់គាត់មួយទេគ្មានរកឃើញមនុស្សអញ្ចឹងដែលជំនួសដែលគួរឲ្យគោរពឃើញទេគេបូជាជីវិតដើម្បីបុព្វហេតុអ្នកដទៃនងហើយដែលគេហៅថាទៀនណាក្មួយនងណាទៀនមានន័យថាចាក់មកជួយចឹងទៅចឹងហ្មងអានិសង្សកើតពីទៀនខ្ពស់ណាស់ក្មួយទៅជាតិក្រោយនឹងកើតទៅជាសត្វអីទេកើតទៅជាសត្វក្នុងសួគ៌ហ្មងពីព្រោះចិត្តរបស់គាត់ល្អណាស់ព្រះពុទ្ធថាខ្លួនជាមនុស្សចិត្តជាទេវតានងហើយហៅថាបុណ្យទៀនទាំងអស់នេះបកប្រែមកថាជួយអ្នកដទៃជួយទៅចឹងហ្មងណាជួយអត់មានចង់បានអីទេបើសិនណាជាអ្នកដែលមិនទាន់មានចិត្តចង់ជួយគេអ្នកត្រូវទៅធ្វើបុណ្យរៀនធ្វើបុណ្យដើម្បីឲ្យចិត្តនឹងជួយបើតែធ្វើអស់លុយ$100-200អស់លុយ$100,000-20000អស់លុយ$1,000,000ប៉ុន្តែចិត្តរបស់យើងមកវិញនៅតែអត់មានបំណងចង់ជួយឯណាដដែលនៅតែស្មើដូចតែពីមុនអត់មានចេះអាណិតអាសូរគេដដែលអាលុយ$1,000,000-2,000,000អស់ទៅគ្មានបានការអីទេចិត្តនៅដដែលប៉ុន្តែបើចិត្តយើងល្អចង់ជួយអ្នកដទៃទោះបីគ្មានលុយក៏ដោយចិត្តនឹងហើយគឺជាចិត្តល្អនឹងហើយគឺជាចិត្តសត្វក្នុងថ្នាក់ខ្ពស់ចិត្តសត្វក្នុងថ្នាក់ខ្ពស់នឹងហើយដែលទៅចិត្តនៅក្នុងទីខ្ពស់ដែលពុទ្ធលោកប្រាប់ណាធ្វើបុណ្យដើម្បីឲ្យចិត្តល្អចិត្តអាណិតអាសូរចិត្តដែលល្អគឺចិត្តប្រកបដោយធម្មជាតិធម៌មេត្តាករុណាមុទិតាឧបេក្ខាធម្មជាតិនឹងឲ្យទៅដុសចូលក្នុងចិត្តបុគ្គលណាបុគ្គលនឹងកើតក្នុងទីខ្ពស់ចុះបើយើងទៅធ្វើអស់លុយ$1,000,000-2,000,000ប៉ុន្តែចិត្តយើងមកវិញនៅតែអាក្រក់ដដែលធ្វើដើម្បីឲ្យចិត្តល្អណាដើម្បីឲ្យចិត្តយើងប្រកបមេត្តាករុណាមុទិតាឧបេក្ខាណាបើចិត្តយើងអត់ប្រកបដដែលអញ្ចឹងអស់លុយទៅទេអត់ប្រយោជន៍ទេតែធ្វើបុណ្យមានន័យថាចាក់គៈហ្នឹងគឺឲ្យអ
អស់ធម្មជាតិកំណាញ់ពីក្នុងចិត្តទៀនគឺដើម្បីអស់កំណាញ់ឲ្យស្អីក៏ได้ក្មួយឲ្យជាលុយក៏បានឲ្យជារបស់ក៏បានឲ្យជាធម្មទាននៃពូជក៏បានដែរនឹងក៏បនដែរហើយអាកំណត់បែបហ្នឹងអត់មានពីណាដឹងទេក្មួយមានក្នុងចិត្តយើងទេប៉ុន្តែពេលយើងដឹងពីធម្មជាតិយើងដឹងថាអូបើចង់បានត្រឡប់មកវិញអញ្ចឹងវាបាបខ្លួនយើងទេវាអត់មានពីណាដឹងមែនប៉ុន្តែយើងគឺបាបខ្លួនយើងដែរដូចយើងនៅក្នុងកតុបហើយយើងលួចយកអាចមកលាបមុខខ្លួនឯងអញ្ចឹងយកលាបមុខយកទឹកម៉ូតមកជះលើខ្លួនឯងអញ្ចឹងហើយឧទាហរណ៍គេថាគ្មានណាដឹងសោះជះទៅអីក្មួយលួចធ្វើអំពើអាក្រក់ទៅអីបើធ្វើអំពើអាក្រក់ចំពោះអ្នកដទៃធ្វើអំពើអាក្រក់ចំពោះខ្លួនឯងទៅហ្នឹងចាក់គៈចេញទៅបានបនណាក្មួយពាក្យថាទៀនមានន័យថាជួយទៀនមានពីរប្រភេទមានធម្មទៀនមានអមិសទៀនគឺវត្ថុធម្មទៀនគឺពាក្យសម្ដីចេញទៅជួយអ្នកដទៃហើយក្មួយសម្គាល់មើលដែរគាត់ថាជីវិតគឺត្រូវបូជាដើម្បីបុព្វហេតុអញ្ចឹងគាត់មានបុព្វហេតុដើម្បីរស់បើកាលណាជាគ្មានបុព្វហេតុដើម្បីរស់គាត់ងាប់បាត់ទៅហើយបើរស់ដើម្បីតែស៊ីដើម្បីតែសបាយដើម្បីតែដើរលេងគាត់ងាប់បាត់ទៅហើយវាគ្មានបុព្វហេតុដើម្បីរស់វាគ្មានហេតុផលដែលសមរម្យគួរនឹងរស់ដើម្បីវានោះវាអត់មានហើយមនុស្សខ្មែរយើងអត់អញ្ចឹងផងជនជាតិមួយដែលអត់សម្បូរទៅដោយបុគ្គលដែលលះបង់ដើម្បីបុព្វហេតុជីវិតដ៏ត្រឹមត្រូវមួយនឹងហើយដែលជនជាតិនឹងនៅត្រឹមប៉ុណ្ណឹងគេថាបេះដូងអ្នកប្រាជ្ញចិញ្ចាចចាំងផែនដីរស់អត់ចង់បានអ្វីសាងលោកីដោយក្តីមេត្តាប៉ុន្តែពីលខ្លៅមើលឃើញទៅដូចជាបន្លាវាខំកាត់ឆ្ការទុកឲ្យលោកកាងងឹតសូនឈឹងពិភពលោកដែលរស់ប្រះចាអ្នកប្រាជ្ញងឹតណាស់ក្មួយប៉ុន្តែអ្នកប្រាជ្ញហ្នឹងភាគច្រើនណាគឺស្លាប់ដោយសារតែស្នាដៃបុគ្គលពីលទេពីព្រោះពាក្យសម្ដីរបស់លោកទៅធ្វើឲ្យពួកពីលរស់ស៊ីលែងបានបោកគេលែងកើតដល់ពេលអញ្ចឹងវាជាសត្រូវរបស់ជនពីលដូច Martin Luther King គាត់ស្លាប់ដោយសារគេបាញ់មហាត្មគុន្ទីមិនស្លាប់ដោយគេបាញ់បើទោះបីជាមិនស្លាប់ពួកនឹងត្រូវបានគេបៀតបៀនញឹកញាប់ណាស់ពួកអ្នកប្រាជ្ញធំលើលោកញឹកញាប់ណាស់ក៏ប៉ុន្តែដោយធម្មជាតិនៃការជួយវាដុសស្អិតជាប់នៅក្នុងខ្លួនគាត់ដូចថាអំពៅអញ្ចឹងគេវាយវាឲ្យជប់ផ្អែមវាជប់លែងកើតហើយវាជាធម្មជាតិដែលដុសស្អិតនៅក្នុងចិត្តរបស់វាដែរទោះបីជាគេចាប់ដាក់គុកប្រមាណដងក៏ដោយក៏នៅតែធ្វើសេចក្តីល្អដដែលអត់ដាច់ឈប់ទេត្រង់ចំណុចហ្នឹងក្មួយត្រូវយកទៅពិចារណាអំពីខ្លួនយើងរៀនធ្វើអ្វីខ្លះដើម្បីឲ្យជីវិតរបស់យើងនឹងមានបុព្វហេតុត្រឹមត្រូវដើម្បីរស់ហើយសង្គមយើងបើពោពេញទៅដោយមនុស្សអញ្ចឹងពូប្រើពាក្យថាពោពេញហ្នឹងវាមិនមែនថាដល់តែ 50% អីទេមនុស្សសាមញ្ញ 50% អញ្ចឹងចុះឲ្យតែមានពួកអ្នកប្រាជ្ញអ្នកបូជាជីវិតដើម្បីបុព្វហេតុអ្នកដទៃតាម20 50នាក់ទៅហើយសង្គមទៅហើយគេថា mind turn the world ចិត្តរបស់យើងនេះអាចដូរពិភពលោកបានដំបូងដែរចេញទៅពីមនុស្សម្នាក់ទៅកំណត់ទាំងអស់ដែលជឿនលឿននៅលើលោកចេញទៅពីមនុស្សម្នាក់ទៅប៉ុន្តែយកទៅបញ្យល់គេយូរទៅដោយសារកំណត់របស់អ្នកប្រាជ្ញទាំងអស់ហ្នឹងវាអត់មានប្រកបពឹសពុលកំណត់របស់អ្នកប្រាជ្ញសុទ្ធតែជាប្រយោជន៍របស់មនុស្សទូទៅដល់ពេលមនុស្សស្ដាប់យូរទៅប្រែទាំងអស់ពិភពលោកប៉ុន្តែអាកំណត់បែបហ្នឹងអាចចេញទៅរួចអាចចេញទៅជាសុទ្ធកើតដល់បេះដូងបុគ្គលហ្នឹងសុទ្ធណាស់សុទ្ធមកពីក្នុងចិត្តចឹងបានពូនិយាយថាដំបូងដែរត្រូវមានសេចក្តីស្រឡាញ់ស្មោះត្រង់ជាសេចក្តីស្រឡាញ់ដិតដានពីក្នុងចិត្តចំពោះជនជាតិខ្លួនឯងអាហ្នឹងតិចបំផុតប៉ុន្តែពុទ្ធលោកណោះសកលមនុស្សទាំងអស់ណាអត់មានរំប្រទេសខ្លួនឯងទេប៉ុន្តែយើងរកតែប្រទេសខ្លួនឯងមិនបានទេតែថ្ងៃរកតែប្រទេសខ្លួនឯងមិនបានអ្នកដឹកនាំមួយហ្នឹងណាបើមិនបានមកអញអត់ធ្វើមួយសង្កេតដើម្បីឲ្យយើងសង្កេតពីចិត្តយើងបានដូចក្មួយនិយាយពីខាងដើមហ្នឹងណាថាមនុស្សយើងមានចិត្តជាប្រធានសកម្មភាពទាំងអស់ដែលជាកាយនេះវាធ្វើតាមចិត្តទេអញ្ចឹងបើក្មួយចង់ដឹងពីមនុស្សហ្នឹងក្មួយត្រូវចង់ដឹងចិត្តគេត្រូវចង់ដឹងចិត្តរបស់បុគ្គលហ្នឹងដើម្បីចង់ដឹងចិត្តរបស់បុគ្គលហ្នឹងត្រូវសង្កេតអំពីអាការៈខាងក្រៅទោះបីជាបុគ្គលនឹងប្រកែបាត់បាំងយ៉ាងណាក៏ដោយគប់បាំងមិនចិត្តដែរអាការៈខាងក្រៅគេថាបោកអាណាបានបោកអាណាដឹងទៅហើយតាមទ្រឹស្ដីម៉ាក់យ៉ាវេលីគាត់និយាយថាម៉េចទេកុំទៅខ្វល់នៅលើโลกនេះមិនខ្វះទេមនុស្សដែលកើតមកសម្រាប់ឲ្យគេបោកឲ្យតែយើងប្រកែបោកបានតែចុងបើបោកអានេះមិនបានទៅរកមួយកន្លែងទៀតបោកអាផ្សេងទៀតនេះគឺជាការបកស្រាយសង្ខេបស្ដីអំពីតម្លៃរបស់មនុស្សអ្នកអប់រំហ្នឹងមិនបានអូសចង្អូឲ្យចំទិសដៅដែលខ្លួនចង់ឲ្យគេទៅខ្ញុំលើកឧទាហរណ៍ពាក្យដែលគេនិយាយគេថារស់នៅត្រូវចេះធ្វើសេចក្តីល្អបងប្អូនពិចារណាមើលសេចក្តីល្អហ្នឹងវាធំណាស់មិនដឹងជាអាម៉េចទៅហើយតែសេចក្តីល្អហើយហេតុអ្វីបានជាមនុស្សត្រូវរស់នៅចេះធ្វើសេចក្តីល្អហើយសួរថាមនុស្សហ្នឹងវាមានការសម្រេចចិត្តដោយខ្លួនវាថាតើហេតុអ្វីបានជាអញត្រូវធ្វើសេចក្តីល្អហើយដើម្បីអ្វីបងប្អូនពេលណាបងប្អូនស្ដាប់ភាសាបែបហ្នឹងណាបងប្អូនអត់កើតបញ្ញាជ្រើសរើសផ្លូវដោយខ្លួនឯងទេមានរបៀបច្រើនតទៅទៀតឧទាហរណ៍ថាបងប្អូនត្រូវមានធម៌នៅក្នុងខ្លួនសន្សំកុសលទៅជាតិមុខទៀតរស់នៅត្រូវចេះជួយគ្នាត្រូវចេះស្ដាប់បណ្ឌិតធម្មអាចារ្យអ្នកប្រាជ្ញអប់រំត្រូវតែជាមនុស្សប្រដៅបានដោយងាយត្រូវស្ដាប់ឱវាទឪពុកម្ដាយបងប្អូនភាសាបែបហ្នឹងណាបងប្អូនតាំងតែពីខ្ញុំកើតមកឮតែអញ្ចឹងអ្នកណាក៏និយាយតែអញ្ចឹងដូចគ្នា
ប៉ុន្តែខ្ញុំចេះតែឆ្ងល់ឧទាហរណ៍គេនិយាយថាយើងត្រូវចេះស្ដាប់ការអប់រំរបស់ឪពុកម្ដាយពីព្រោះឪពុកម្ដាយមិនដែលចង់ឲ្យកូនអាក្រក់ទេខ្ញុំចេះតែឆ្ងល់ថាពាក្យនឹងវាត្រឹមត្រូវឬអត់ខ្ញុំឃើញម៉ែខ្ញុំជួនកាលបញ្ញារបស់គាត់តិចគាត់អប់រំយើងមកខុសអ្នកខ្លះទៀតគាត់អប់រំកូនរបស់គាត់ហ្នឹងទៅតាមតណ្ហារបស់គាត់ជួនកាលគាត់ណែនាំកូនឲ្យធ្វើអាក្រក់ទៅទៀតអ្នកខ្លះមិនមែនចង់ឲ្យកូនធ្វើអាក្រក់ទេក៏ប៉ុន្តែបញ្ញារបស់គាត់វាអត់ដល់ដល់ពេលបញ្ញារបស់គាត់អត់ដល់គាត់ណែនាំឲ្យកូននឹងធ្វើនេះឬធ្វើនោះហើយគេនិយាយថាត្រូវចេះស្ដាប់ឱវាទរបស់មនុស្សចាស់ជាពិសេសគឺម៉ែឪគាត់មិនដែលអប់រំយើងឲ្យទៅជាអាក្រក់ទេពាក្យនឹងខ្ញុំលើតាំងខ្ញុំកើតមកខ្ញុំចេះតែឆ្ងល់ចុះយើងត្រូវប្រតិកម្មបែបម៉េចនៅពេលដែលយើងយល់ឃើញថាម៉ែឪលោកគ្រូព្រឹទ្ធាចារ្យហ្នឹងគាត់ឲ្យយោបល់មកខុសតើយើងត្រូវប្រតិកម្មយ៉ាងម៉េចពេលណាយើងប្រតិកម្មគេថាយើងនឹងមិនស្ដាប់បង្គាប់ម៉ែឪខ្ញុំចេះតែឆ្ងល់ហើយចុះគេនិយាយថាត្រូវតែចេះស្ដាប់ដំបូន្មានម៉ែឪត្រូវតែជាមនុស្សប្រដៅបានដោយងាយខ្ញុំថាងាប់ហើយអញបើទទួលយកពាក្យសម្ដីរបស់គាត់ហើយធ្វើតាមគាត់អញថាដូចមិនត្រូវដូចលោកគ្រូបង្រៀនអីគាត់និយាយថាម៉េចទេវាមិនដែលណាកប៉ៅចុះក្រមែកុំឆ្ងល់ពេកគេធ្វើការអីដើម្បីប្រយោជន៍ផ្ទាល់ខ្លួនប្រឹងតែរៀនហើយចុងក្រោយធ្វើម៉េចឲ្យតែរកបានលុយទៅវាសុខសាន្តកើនការនៅមនុស្សក្នុងសង្គមគេគោរពតែអញ្ចឹងហើយដល់ពេលយើងមិនស្ដាប់គេថាអត់ចេះស្ដាប់ឱវាទរបស់គ្រូទេតើពាក្យសម្ដីរបស់អ្នកបដៅជាពិសេសគឺអ្នកបដៅសាសនាគេថាត្រូវចេះស្ដាប់ឱវាទម៉ែឪគ្រូព្រឹទ្ធាចារ្យបណ្ឌិតអ្នកប្រាជ្ញអប់រំយើងខ្ញុំចេះតែឆ្ងល់អាម៉េចទៅហៅថាអ្នកប្រាជ្ញអាម៉េចទៅហៅថាបណ្ឌិតនោះជួនកាលឃើញពួកគេហៅលោកអស់ហ្នឹងថាអ្នកប្រាជ្ញថាអ្នកបណ្ឌិតប៉ុន្តែពេលនិយាយមកខុសខ្ញុំចេះតែឆ្ងល់ចុះបើយើងមិនស្ដាប់ពីការរោគអីអាត្រង់ចំណុចដែលមើលឃើញអញ្ចឹងដែលខ្ញុំព្រមវាមិនបានខ្ញុំនឹកឃើញថាទេបើមិនឡើងមកទៅជួសអលាស់ចេញទេអាទិន្នន័យខុសៗហ្នឹងកូនខ្មែរមុខតាមវិញនឹងរឿងទិន្នន័យចាស់ហ្នឹងងាប់ហើយត្រូវមានធម៌ក្នុងខ្លួនបងប្អូនពិចារណាមើលស្អីទៅធម៌នោះខ្ញុំចេះតែឆ្ងល់ធម៌វាមាន3វាមានកុសលាធម៌មាអកុសលាធម៌មាហើយនឹងអព្យាកតាធម៌មាមានធម៌ល្អមានធម៌អាក្រក់និងមានធម៌ជាកណ្ដាលហើយគេថាត្រូវមានធម៌ក្នុងខ្លួនហើយខ្ញុំចេះតែឆ្ងល់ធម៌មួយណាដែលត្រូវមានក្នុងខ្លួនស្អីទៅដែលគេហៅថាធម៌ហ្នឹងហើយហេតុអ្វីបានត្រូវមានធម៌គាត់ថាមកពីកាលណាមានធម៌ទៅតិចទៅជុំបានសេចក្តីសុខណាស់ខ្ញុំថាទេហេតុផលហ្នឹងដូចអត់ត្រឹមត្រូវស្ដាប់ទៅដូចមិនតំណងអត់ត្រូវមនុស្សត្រូវរស់នៅចេះជួយគ្នាហេតុអីបានចេះជួយគ្នាធ្វើអញ្ចឹងហើយដើម្បីឲ្យទៅជាពលរដ្ឋល្អក្នុងសង្គមខ្ញុំថាទេបើគ្រាន់តែទៅជាពលរដ្ឋល្អក្នុងសង្គមទៅខ្ញុំអត់ចង់បានទេខ្ញុំចង់បានប្រយោជន៍ច្រើនជាងសួរថាហេតុអ្វីបានជាចាស់ព្រឹទ្ធាចារ្យហ្នឹងគាត់ចេះតែប្រើពាក្យថាយើងត្រូវចេះជួយគ្នាទៅវិញទៅមកក្នុងសង្គមដល់ខ្ញុំពិចារណាទៅខ្ញុំឃើញហេតុរបស់វាអញ្ចឹងបានពួកយើងយល់ឃើញថាពួកយើងត្រូវផ្ដល់ទិន្នន័យជាមូលដ្ឋានឲ្យបងប្អូនពិចារណាហើយបងប្អូនមានសេរីភាពក្នុងការជ្រើសរើសដោយសារការយល់បែបហ្នឹងបានពួកយើងបង្កើតជាអង្គការបណ្ដុះបណ្ដាលនិងអភិវឌ្ឍឡើងនេះគឺជាសេចក្តីរាយរាប់ខ្លះដើម្បីបើកសិទ្ធិរបស់បងប្អូនថាហេតុអ្វីបានជាពួកយើងបើកអង្គការបណ្ដុះបណ្ដាលនិងអភិវឌ្ឍឡើងខ្ញុំឃើញកម្មវិធីធម៌ច្រើនណាស់គេបង្កើតឡើងតែអញ្ចឹងប្រើពាក្យសម្ដីរួមធំណាបងប្អូនត្រូវមានធម៌ក្នុងខ្លួនត្រូវចេះធ្វើសេចក្តីល្អត្រូវចេះស្ដាប់ចាស់ព្រឹទ្ធាចារ្យឲ្យឱវាទត្រូវជាមនុស្សប្រដៅបានដោយងាយបងប្អូនហើយភាសានេះណាជាភាសាធំមិនរកគោលដៅឃើញទេខ្ញុំលើកឧទាហរណ៍ភាសាមិញហ្នឹងប្រៀបបានតែអញ្ចេះអាវ៉ាឲ្យទៅយកលភាអញមួយមើលនៅណាម៉ែនៅជុំវិញខ្លួនហែងហ្នឹងងាប់ហើយម៉ែជុំវិញទាំងឯណាទេងាកចុំងាកឡើងរំឃើញលភាទេគេប្រាប់ឲ្យរៀងខ្លីបន្តិចនៅខាងឆ្វេងដៃហែងហ្នឹងអានឹងរួមទូចបន្តិចយកលភាអញតិចនៅខាងឆ្វេងដៃហែងដល់ខាងឆ្វេងហ្នឹងវាមានពី1ម៉ែត្រវាមាន2ម៉ែត្រវាមាន3ម៉ែត្រនោះវាមានអាណន់នៅខាងឆ្វេងនោះហើយយើងខំរត់តែ1ម៉ែត្រ2ម៉ែត្រស្រាប់តែគាត់ប្រាប់ថា100ម៉ែត្រពីហែងនោះដល់ពេលអញ្ចឹងអ្នកនិយាយទោះប្រាប់ថាអាវ៉ាហើយទៅយកលភានៅខាងឆ្វេងដៃហែងហើយឯងរាប់ចំហៀនទៅ100ម៉ែត្រពីខាងឆ្វេងដៃហែងហើយទៅយកមកអាហ្នឹងបានគេហៅអ្នកប្រាប់គោលដៅហើយចុះបើគាត់និយាយថាត្រូវចេះធ្វើសេចក្តីល្អអូយប៉ាន់មេឃទាំងមិនទេសេចក្តីល្អដឹងអាម៉េចប៉ាន់មេឃហ្មងហែងត្រូវធ្វើឲ្យត្រឹមត្រូវចេះស្ដាប់ចាស់ព្រឹទ្ធាចារ្យអូយតំណាត្រូវចេះស្ដាប់បណ្ឌិតអ្នកប្រាជ្ញអ្នកសម្ដែងធម៌ហ្នឹងគេថាអ្នកបណ្ឌិតអ្នកប្រាជ្ញដល់ពេលយើងស្ដាប់ទៅនិយាយទៅត្រឡប់ហើយដល់ពេលយើងមិនស្ដាប់គេថាយើងមិនចេះស្ដាប់
បណ្ឌិតអ្នកប្រាជ្ញគេអប់រំឲ្យមិនព្រមស្ដាប់ខ្ញុំតាំងពីក្មេងមកតែខ្ញុំពិចារណាអត់ឃើញខ្ញុំអត់ទទួលយកដោយពួកយើងមើលឃើញថាទិន្នន័យរបៀបហ្នឹងផ្ដល់ឲ្យកូនខ្មែរបានកូនខ្មែរប្រើពាក្យឲ្យខ្លីថាលប់ពធអត់ទៅណាវែងវាន់អត់ទៅណាអត់ដឹងអាម៉េចជាសេចក្តីល្អដែលខ្លួនពាល់ត្រូវពីព្រោះអីពីព្រោះគេមិនបានផ្ដល់ទិន្នន័យល្អិតឲ្យបងប្អូនអាចវែកញែករកគោលដៅដែលបងប្អូនត្រូវដើរជាពិសេសគឺរឿងតាក់ទងជាមួយនឹងតម្លៃជាមនុស្សខ្ញុំឃើញការកំណត់តម្លៃជាមនុស្សក្នុងសង្គមខ្មែរខុសច្រើនណាបងប្អូនតាមការយល់ដឹងរបស់ខ្ញុំថាការកំណត់តម្លៃរបស់មនុស្សក្នុងសង្គមគឺខុសច្រើនប៉ុន្តែប្រជាពលរដ្ឋខ្មែរជាទូទៅគាត់ឲ្យតម្លៃអញ្ចឹងគេប្រើពាក្យថាម៉េចទេក្នុងសង្គមខ្មែរឥឡូវកំពុងតែរីកដុះដាលហើយកំពុងតែពេញនិយមទៀតគេថាម៉េចទេធ្វើល្អបានល្អធ្វើអាក្រក់គ្មានបានអីទេអើយបានតលុយគេនិយាយចឹងធ្វើល្អបានល្អប៉ុន្តែអាក្រក់គ្មានបានអីទេបានតលុយគេនិយាយចឹងគេថាធ្វើល្អវាត្រឹមត្រូវហើយប៉ុន្តែសង្គមអាណាធ្វើល្អវាមិនបានលុយចាយទេអានឹងគេគ្រាន់តែបដៅមនុស្សទេអាភ្លើមនុស្សឆ្លាតគេមិនរស់នៅអញ្ចឹងទេណែឃើញតម្លៃរបស់មនុស្សហ៎សពថ្ងៃមនុស្សឲ្យតម្លៃទៅតាមកម្លៅរៀងខ្លួនបងប្អូនណាជាពិសេសពេលណាខ្ញុំមើលទស្សនាវដ្តីខ្មែរម្ដងខ្ញុំមិនដឹងជានិយាយយ៉ាងម៉េចជាមួយកូនខ្មែរជាពិសេសគឺស្រីនៅក្នុងទស្សនាវដ្តីបងប្អូនខ្ញុំមើលយូរទៅដឹងតម្លៃវានៅទាំងណារកអត់ឃើញមានតែសបកខ្លួននឹងត្មងនិយាយពីខាត់ស្បែកនោះឲ្យសស្គុះតាំងពីក្បាលដល់ចុងជើងភ្លឺឲ្យចាចហើយស្លៀកពាក់ខ្លីអញ្ចឹងទៅឡង់សេសាច់អញ្ចឹងទៅមានកវលពេជ្រមានកវលអីហ្នឹងហើយនឹងដាក់ឡានគេមួយទៀតប្រហែលជា 2-3 ម៉ឺនឡានគេហ្នឹងនៅក្បែរគេឈរអញ្ចឹងទៅបង្ហាញភាពសិចស៊ីរបស់គេអញ្ចឹងទៅគេថាគេអស្ចារ្យណាស់ខ្ញុំមើលទៅដូចតុក្កតាគេដាក់ថ្មរកតម្លៃអត់ឃើញទៅអសោះហើយគេអឿនណាស់ចុះពីលើឡានមកគេធ្វើខ្ទេខ្ទើខ្ញុំមើលសពទៅអោលោកហើយលោកសង្គមខ្មែរគេឲ្យតម្លៃអញ្ចឹងបានជាពួកនឹងវាប្រឹងធ្វើខ្លួនអញ្ចឹងណារកតម្លៃអីអត់ឃើញតិចសោះហើយគេថាគេមានតម្លៃដាក់គ្នាចុះឡើងសង្គមខ្មែរយើងសប្តាហ៍អញ្ចឹងបងប្អូនពីណាមួយគ្មានកវលពេជ្រពីណាមួយគ្មានខ្សែកពីណាមួយគ្មានឡានថ្លៃពីណាមួយគ្មានផ្ទះមួយនៅដល់ស្ដុកស្ដំពីណាមួយគ្មានទ្រព្យសម្បត្តិគេថាមនុស្សអត់តម្លៃក្នុងសង្គមខ្មែរគឺគេឲ្យទៅលើអញ្ចឹងណាដល់ពេលខ្ញុំមើលជាទូទៅក្នុងសង្គមខ្មែរទៅខ្ញុំថាការឲ្យតម្លៃរបស់មនុស្សក្នុងសង្គមខ្មែរដូចឲ្យមិនត្រូវសេចក្តីល្អនោះវាចុះថ្លៃមែនតើណាសង្ខារឡាយឡងដាក់ឲ្យគេទាំងឡានគេមិនយកទេសេចក្តីល្អសប្ងៃអាណាមានកូនធ្វើសេចក្តីល្អហ្នឹងគេថាម៉េចគេថាភ្លើវាចេះធ្វើអាក្រក់បានវាមានអាណាលូតចុះលូតឡើងដល់ពេលបានធំខ្មែរយើងនិយាយថាម៉េចទេគ្រាន់បើហើយវាលូតចុះលូតឡើងត្រូវមួយចានមកវាទៅកាលពីមុនអត់មានមុខតំណែងតួនាទីអីទេកូនអ្នកស្រែសោះឥឡូវវាចេះតែអែបអបលូតចុះលូតឡើងត្រូវមកក្តាំងរបស់វាអញ្ចឹងដល់ពេលយើងមនុស្សអ្នកល្អត្រឹមត្រូវពិបាករស់ពួកអីពួកសង្គមគេឲ្យតម្លៃទៅលើមនុស្សអញ្ចឹងមនុស្សល្អសប្ថ្ងៃរស់នៅសងំសុករៀងខ្លួនទៅហើយពួកអីយើងរស់នៅជាមួយគេអត់កើនពួកសង្គមគេឲ្យតម្លៃផ្សេងអញ្ចឹងដល់ពេលយើងមើលឃើញបែបនោះណាបានយើងយល់ឃើញថាយើងត្រូវតែផ្ដល់ទិន្នន័យជាមូលដ្ឋានក្នុងការពិចារណាឲ្យបងប្អូនដើម្បីឲ្យបងប្អូនជ្រើសរើសសកម្មភាពជីវិតរបស់បងប្អូនថាតើមនុស្សនោះមានតម្លៃនៅត្រង់ណាដើម្បីឲ្យបងប្អូនប្រកាន់អេយ៉ាប័តក្នុងជីវិតរស់នៅប្រចាំថ្ងៃឲ្យคล้ายទៅជាមនុស្សដែលមានខ្លឹមណាមានសេចក្តីថ្លៃថ្នូរណាបងប្អូនណាចាប់មើលពីរូបរាងកាយរបស់យើងទៅមុនសិនបងប្អូនមើលរូបរាងកាយរបស់យើងបើសិនណាជាយើងគ្មានគុណធម៌បងប្អូនរូបរាងកាយរបស់យើងមានពេលខ្លះយើងមើលគួរឲ្យខ្លាចទេបងប្អូនដូចធុងកស៊ូសម្រាប់ញាត់អាចចឹងបាសនាបន្តិចធ្លាយតែហ្មងឲ្យតែមានរុនចេញរបស់កកិចមកតែហ្មងច្មោះក៏ដោយមាត់ក៏ដោយភ្នែកក៏ដោយរួមក៏ដោយចេញសត្វតែរបស់កកិចមកគ្មានស្អីស្អាតបន្តិចនេះអារបស់កកិចហ្នឹងដើម្បីថែរក្សាវាឲ្យនៅច្រាស់ច្រំសាច់គេអត់ច្រើនណាបងប្អូនសម្លាប់គេកាត់គេអូយតែមន់តែបានរស់មកប៉ប៉ុណ្ណឹងស៊ីគេលើផែនដីអានោកអានីលដល់ពេលងាប់គ្មានតម្លៃអីបន្តិចបងប្អូនហើយនៅលើផ្ទះគេទុកយូរទេមួយថ្ងៃពីរថ្ងៃអូសចេញចង្រៃផ្ទះគេសួរពីណាម៉ែយើងហ្នឹងចាំបាច់ពីណាកូនបញ្ញាប់អូសចេញទុកនៅក្នុងផ្ទះយូរចង្រៃគេយកទៅកប់ដីអាណាដីគេកំពុងឡើងថ្លៃចុះថោកអានោះហើយកាលពីនៅរស់និយាយពីដើរកាប់គេកាប់ឯងប្រវាញ់គេឯងគេវេទនាហូរទឹកភ្នែកទាំងគ្រួសារអ្នកខ្លះទៀតគេហូបទឹកភ្នែកទាំងប្រទេសដោយសារអីដោយសារខ្លួនឯងបងប្អូនពិចារណាមើលតម្លៃមនុស្សនៅត្រង់ណាស៊ីបាយ
តាមផឹកមកពេលថ្ងៃមកពេលល្ងាចមកពេលរស់ហើយប៉ុន្តែក៏អាក្រក់ខ្លាំងម្ល៉េះគ្មានតម្លៃបន្តិចសោះនៅក្នុងខ្លួនបងប្អូនគ្មានតម្លៃបន្តិចសោះដល់គ្មានតម្លៃប្រឹងយកអីមកដាក់ប្រឹងយកកវលពេជ្រប្រឹងយកខ្សែកប្រឹងយកស្អីដែលមនុស្សធម្មតាឲ្យតម្លៃមកដាក់លើខ្លួនដើម្បីឲ្យមានតម្លៃអ្នកខ្លះយកតំណែងយកតួនាទីមកដាក់ឲ្យមានតម្លៃពួកយើងមើលអត់ឃើញអានឹងមានតម្លៃសោះបងប្អូនតម្លៃមនុស្សអត់នៅកន្លែងនោះសោះប៉ុន្តែមនុស្សខ្មែរជាទូទៅគេឲ្យតម្លៃត្រង់ចំណុចនោះដល់ពេលអញ្ចឹងការឲ្យតម្លៃយើងខុសពីគេយើងពិបាករស់ហ្នឹងបងប្អូនយើងពិបាករស់ណាស់ប៉ុន្តែតាមការពិចារណារបស់អ្នកប្រាជ្ញទូទៅតម្លៃមនុស្សមិនមែននៅត្រង់រូបសម្ផស្សស្អាតមិនមែននៅត្រង់មានបុណ្យមានស័ក្តិមានទ្រព្យសម្បត្តិតម្លៃមនុស្សអត់នៅត្រង់នោះទេប៉ុន្តែតម្លៃមនុស្សតាមការឲ្យរបស់អ្នកប្រាជ្ញបណ្ឌិតទេណាបានចុះថ្លៃខ្លាំងណាស់ក្នុងសង្គមខ្មែរគេអត់ឲ្យតម្លៃទេអ្នកណាដែលមានអូត្តមគតិមានសេចក្តីល្អក្នុងខ្លួនប៉ុន្តែក្រគ្មានណាគេរាប់ទេក្នុងសង្គមខ្មែរគឺអញ្ចឹងវាចុះតម្លៃខ្លាំងណាស់បងប្អូនដល់ពេលអញ្ចឹងយើងត្រូវធ្វើម៉េចពួកយើងឃើញថាបើមិនចាប់ផ្ដើមផ្ដល់ទិន្នន័យជាមូលដ្ឋានឲ្យប្រជាពលរដ្ឋហ្នឹងគាត់ចេះឲ្យតម្លៃមនុស្សគាត់ចេះស្រឡាញ់សេចក្តីល្អគាត់សើរើតម្លៃមនុស្សឡើងវិញទេពួកអ្នកល្អត្រឹមត្រូវណាកាន់តែស្ដើងទៅក្នុងសង្គមត្រូវរៀនរស់នៅជាមួយពួកខូចអញ្ចឹងបើពួកយើងជាកូនខ្មែរអត់ចេញមកទប់មិនដឹងជាពីណាចេញមកទប់កូនខ្មែរទេបងប្អូនសង្គមខ្មែរមុខដែលល្អចូលក្នុងជ្រោះហើយអញ្ចឹងត្រឡប់មកវិញដើម្បីឲ្យយើងជ្រើសរើសផ្លូវណាមួយសម្រាប់ជីវិតរបស់យើងថាតើគួរបប្រតិបត្តិជីវិតក្នុងផ្លូវណាណាទាល់តែយើងស្គាល់ដំណើរជីវិតរបស់យើងឲ្យសពគ្រប់ហ្មងឲ្យសពគ្រប់ស្គាល់ដំណើរជីវិតរបស់យើងមកពីណាពេលដែលយើងងាប់យើងទៅណាឲ្យស្គាល់ដំណើរជីវិតនៅក្នុងវត្តដាក់បងប្អូនណាគ្រាន់តែបងប្អូនមិនស្គាល់ដំណើរជីវិតហ្នឹងជាពិសេសគឺតើស្លាប់ហើយទៅណាទៀតហ្នឹងណាបងប្អូនមិនស្គាល់ត្រង់ហ្នឹងច្បាស់លាស់បងប្អូនចាញ់បោកលោកតាអាចារ្យបងប្អូនចាញ់បោកប្រសង់ច្រើនណាមកពីបងប្អូនយល់មិនច្បាស់ត្រង់ហ្នឹងបានសប្ថ្ងៃហ្នឹងគេអូសលុយហ្នឹងនៅក្នុងកប៉ាល់ហ្នឹងជាពិសេសយាយបងខ្ញុំអាសូរគាត់កូនឲ្យមកមិនហ៊ានចាយទេទុកក្នុងកប៉ាល់ហ្នឹងប៉ិនគេប្រវាញ់អូសយកតទៅអស់មកពីអីថាមកពីគាត់អត់កើតសទ្ធាជ្រះថ្លាក្នុងរឿងចិត្តមុខចិត្តក្រោយបងប្អូនណាបងប្អូនមុននឹងចាប់ដើមធ្វើសេចក្តីល្អធ្វើបុណ្យធ្វើទានបងប្អូនត្រូវយល់ដោយខ្លួនឯងកុំឲ្យគេមកប្រាប់យើងរួចយើងជឿធ្វើតាមគេចាញ់បោកគេណាចាញ់បោកគេទោះបីនោះគឺជាចេតនាល្អរបស់អ្នកប្រាប់ក៏ដោយក៏ប៉ុន្តែយើងពិចារណាអត់ឃើញទង្វើរបស់យើងវាអត់បានចេញជាប្រយោជន៍សម្រាប់ខ្លួនឯងទេបងប្អូនពិចារណាត្រង់ចំណុចហ្នឹងឲ្យបានច្បាស់ថាការជឿប្រាជ្ញាបញ្ញាមិនបានយល់ច្បាស់ថារឿងនឹងវាយ៉ាងម៉េចហើយបងប្អូនហ៊ានធ្វើតាមគេបងប្អូនចាញ់បោកគេមកលៀនដងមិនទាន់ត្រូវម្ដងផងបងប្អូនណាពួកយើងសប្ថ្ងៃយើងចេញធ្វើសកម្មភាពបែបនឹងបានណាបងប្អូនមកពីយើងស្គាល់ដំណើរជីវិតនឹងជុំយើងស្គាល់ថាតើយើងមកពីណាងាប់ហើយទៅណា